អ្នកទាំងអស់គ្នាមកមើលជាមួយខ្ញុំនៅវិនាទីចុងក្រោយនៃពិភពលោកនឹងការចាប់ផ្ដើមនៃវីរបុរសថ្មីម្នាក់ស្ដេចបិសាចដ៏ខ្លាំងក្លាប្រឈមមុខនឹងក្តីសង្ឃឹមចុងក្រោយរបស់មនុស្សជាតិគឺ Barua Westgarden ដែលបញ្ចេញសញ្ញាបៀអាត់របស់ខ្លួនគាត់បានកោះហៅដាវដែលខ្លាំងបំផុតដែលអាចកាត់ផ្ដាច់ភពទាំងមូលបានខណៈដែលអ្នកប្រយុទ្ធទាំងពីរវាយលុកខ្លាំងការប៉ះទង្គិចគ្នាដ៏សាហាវនេះបានធ្វើឲ្យសមរភូមិរង្គើនិងធ្វើឲ្យទាំងស្ដេចបិសាចនិង Barua រងរបួសជាទម្ងន់ប៉ុន្តែគ្មាននរណាម្នាក់ព្រមចោះចាញ់ឡើយពួកគេបានប្រើកម្លាំងចុងក្រោយដើម្បីសម្រុកចូលគ្នាជាថ្មីម្ដងទៀតទោះយ៉ាងណាមុនពេលដឹងឈ្នះចាញ់ពួកជនក្បត់ក៏ឆ្លៀតឱកាសពេលស្ដេចបិសាចចុះខ្សោយដើម្បីធ្វើសកម្មភាពពួកបិសាចបានក្បត់ស្ដេចខ្លួនឯងដោយបញ្ចេញការវាយប្រហារយ៉ាងសាហាវគ្របបណ្ដប់លើអ្នកទាំងពីរតែម្ដងសមរភូមិក៏ត្រូវបញ្ចប់ដោយអ្នកទាំងពីរដួលចុះហើយស្ដេចបិសាចក៏បានស្លាប់ភ្លាមនៅនឹងកន្លែងចំណែក Barua ដែលនៅមានដង្ហើមតិចក៏បានដឹងខ្លួនក្នុងគ្រាចុងក្រោយទាំងបារម្ភពីវាសនារបស់មនុស្សជាតិនៅពេលដែលវារបស់នឹងដាវដ៏ខ្លាំងបំផុតបានបាត់បង់ទៅពិភពលោកក៏គ្មាននរណាម្នាក់នៅចាំការពារទៀតដែរភ្នែករបស់គាត់ចាប់ផ្ដើមងងឹតស្លុបហើយពេលវេលាក៏បានកន្លងផុតទៅអស់រយៈពេលជិត 1000 ឆ្នាំឈានចូលសម័យកាលថ្មីនៅសាលាបូរីតូមានសិស្សទុនខ្សោយម្នាក់កំពុងរងការធ្វើបាបពីពួកសិស្សទំនើងកណ្ដាប់ដៃមួយបានធ្វើឲ្យគេដួលទៅលើដីហើយសៀវភៅក្បាច់ដាវរបស់គេក៏បានជ្រុះចេញពីដៃបាត់ទៅពួកវាស្អប់គេមិនត្រឹមតែដោយសារគេខ្សោយទេប៉ុន្តែក៏ដោយសារភាពរឹងរូសដែលមិនព្រមធ្វើតាមគេឯងដែរក្នុងពិភពលោកនេះមនុស្សម្នាក់ត្រឹងរើសយកផ្លូវមន្តអាគមឬផ្លូវដាវប៉ុន្តែគេបែរជាចង់បានទាំងពីរការព្យាយាមរៀនទាំងពីរត្រូវបានគេចាត់ទុកថាជាមនុស្សល្ងង់និងជាសុបិនដែលមិនអាចទៅរួចឡើយពួកទំនើងបានសើចចំអកឲ្យគេដោយបង្អាប់ទាំងមន្តអាគមកម្រិតទាបនិងក្បាច់ដាវដ៏អន់របស់គេទៀតពួកវាបានពេបជ្រាយចំពោះមហិច្ឆតារបស់គេដែលចង់ដើរតាមគន្លងរបស់វីរបុរសដាវមន្តអាគមក្នុងរឿងព្រេងទោះបីជាមានការមើលងាយយ៉ាងណាក៏ដោយក៏ក្មេងប្រុសម្នាក់នេះនៅតែមិនព្រមដកថយឡើយគេបានប្រកាសថាគេនឹងបង្កើតផ្លូវផ្ទាល់ខ្លួនហើយក្លាយជាអ្នកការពារដ៏ពិតប្រាកដម្នាក់ឲ្យបានគេមានឈ្មោះថា Daria Westgarden ជាសិស្សឆ្នាំទី2នៃសាលាបូរីតូនេះឯងប៉ុន្តែសម្ដីរបស់គេបានត្រឹមតែនាំមកនៅកណ្ដាប់ដៃមួយថែមទៀតចំកណ្ដាលពោះឲ្យដេកដីតែប៉ុណ្ណោះពួកទំនើងទាំងនោះសើចចំអកឲ្យសុបិនរបស់គេហើយនិយាយថាវីរផុសដាវមន្តអាគមគ្រាន់តែជារឿងព្រេងឥតប្រយោជន៍ពួកវាបានទាត់ធាក់ Daria បន្ថែមទៀតដោយចាត់ទុកបំណងប្រាថ្នារបស់គេថាគ្រាន់តែជាការយល់សប្តិទាំងថ្ងៃការទាត់មួយជើងយ៉ាងធ្ងន់បានមកដល់ដើម្បីបង្ខំឲ្យគេទទួលស្គាល់ការពិតប៉ុន្តែគេនៅតែមិនព្រមចុះចាញ់ឥឡូវនេះសូមតាមដានទាំងអស់គ្នាព្រោះនេះជាពេលដែលពួកទំនើងទាំងនោះបង្កើតកំហុសដ៏ធំបំផុតពួកវាទាំង3នាក់បានបញ្ជាឲ្យ Daria ទៅប្រមាញ់បិសាចម្នាក់ឯងដើម្បីបង្ហាញពីសមត្ថភាពពិតរបស់គេទោះបីជារងរបួសពេញខ្លួនក៏ដោយប៉ុន្តែភ្នែករបស់ Daria នៅតែបង្ហាញពីភាពរឹងមាំនិងការតាំងចិត្តខ្ពស់គេបានចាត់ទុកវាជាឱកាសមួយហើយក៏បានសម្រេចចិត្តធ្វើដំណើរចូលទៅក្នុងព្រៃដ៏ជ្រៅតែម្ដងនៅពេលដែលបានជួបនឹងបិសាចដ៏ធំមហិមាភ្លាមភាពភ័យខ្លាចបានធ្វើឲ្យរាងកាយរបស់គេរឹងកំព្រឹសបិសាចនោះបានវាយប្រហារដោយក្រញាំដ៏ធំរបស់វាហែករូបរាងកាយរបស់គេឲ្យហូរឈាមស្រោចពេញដីភាពឈឺចាប់បានលុកលុយពេញខួរក្បាលខណៈដែលគេមានអារម្មណ៍ថាជីវិតរបស់គេជិតដល់ទីបញ្ចប់ហើយក្នុងចិត្តរបស់គេនៅសល់តែរឿងមួយគត់គឺចង់ក្លាយជាវីរបុរសដាវមន្តអាគមដើម្បីការពារអ្នកដទៃប៉ុន្តែវាសនាមិនទាន់បញ្ចប់ឡើយស្រាប់តែមានពន្លឺដ៏ភ្លឺចិញ្ចាចមួយបានធ្លាក់ចុះមកពីលើមេឃពន្លឺនោះបានធ្លាក់ចុះមកពីវិមានរបស់សាលាហើយបានគ្របដណ្ដប់លើខ្លួនរបស់ Daria ទាំងស្រុងតែម្ដងអ្នកទាំងអស់គ្នាប្រហែលជាដឹងហើយថាមានរឿងអ្វីកើតឡើងមែនទេវីរបុរសក្នុងរឿងព្រេងបានត្រឡប់មកវិញហើយព្រលឹងរបស់ Barua Westgarden ដែលបានឌីកលក់យ៉ាងយូរក៏បានមកចូលក្នុងខ្លួនរបស់ Daria Barua ព្យាយាមក្រោកឈរទាំងលំបាកព្រោះតែភាពឈឺចាប់និងការហូរឈាមចេញពីមាត់យ៉ាងខ្លាំងរបួសនេះពិតជាធ្ងន់ធ្ងរណាស់ប៉ុន្តែគាត់បានប្រើមន្តអាគមព្យាបាលដើម្បីជួសជុលរាងកាយនេះឡើងវិញនៅពេលដែលដឹងខ្លួនថានេះមិនមែនជារូបរាងរបស់គាត់ក៏ក្រឡេកឃើញបិសាចដ៏ធំនៅពីមុខគាត់ដឹងភ្លាមថាបិសាចនេះជាអ្នកធ្វើឲ្យគាត់របួសហើយវាក៏កំពុងតែសម្រុកចូលមកវាយប្រហារគាត់ទៀតBaruaបានបញ្ចេញថាមពលរបស់គាត់យ៉ាងងាយបំផុសដោយដុតកំទេចបិសាចនោះឲ្យคล้ายជាផេះភ្លាមបន្ទាប់ពីសម្លាប់បិសាចរួចគាត់ក៏ចាប់ផ្ដើមឆ្ងល់ថាតើមានរឿងអ្វីកើតឡើងហើយទីនេះគឺជាកន្លែងណាក្រោយពីបានដើរចេញពីព្រៃដ៏ជ្រៅអស់រយៈពេលយ៉ាងយូរគាត់ក៏បានប្រទះឃើញទីក្រុងដ៏ធំមួយចុះអ្នកទាំងអស់គ្នាវិញយល់យ៉ាងណាដែរការធ្វើដំណើរដ៏ពិតប្រាកដទើបតែចាប់ផ្ដើមតែប៉ុណ្ណោះតោះមកតាមដានជាមួយខ្ញុំនៅរឿងរ៉ាវរបស់វីរបុរសដែលចាប់ជាតិថ្មីក្នុងពិភពលោកដ៏អស្ចារ្យនិងសម្បូរបែបមួយនេះគាត់ចាប់ផ្ដើមដឹងថាអរិយធម៌ថ្មីនេះគឺជឿនលឿនខ្លាំងជាងសម័យកាលដែលគាត់ធ្លាប់រស់នៅកាលពីមុនឆ្ងាយណាស់នៅពេលដែលគាត់សម្លឹងមើលទស្សនវិជ្ជាជុំវិញខ្លួនបំណែកនៃអាតកំបាំងក៏ចាប់ផ្ដើមលេចចេញមកបន្តិចម្ដងតាមអ្វីដែលគាត់ចាំបានគឺគាត់បានស្លាប់បាត់បង់ជីវិតជាមួយស្ដេចបិសាច Chenal ដោយសារការលួចវាយប្រហារដ៏ថោកទាបការបរាជ័យក្នុងការការពារមនុស្សជាតិបានធ្វើឲ្យប្រលឹងរបស់គាត់ពោពេញដោយការសោកស្ដាយនិងជាប់ជំពាក់ក្នុងលោកនេះ
ទោះបីជាគាត់ស្លាប់ទៅហើយក៏ដោយប៉ុន្តែពេលវេលានៅតែបន្តដើរទៅមុខយ៉ាងលឿនដោយគ្មានការឈប់ឈរឡើយគាត់ប្រហែលជាមិនភ្ញាក់ផ្អើលទេបើដឹងថាមានរាប់សិបឆ្នាំបានកន្លងផុតទៅចាប់តាំងពីពេលដែលគាត់បានស្លាប់នោះប៉ុន្តែនៅពេលសម្លឹងមើលឯកសណ្ឋានលើរាងកាយថ្មីនេះវាគឺជាសម្លៀកបំពាក់របស់សាលាបណ្ឌិតសភាដ៏ល្បីល្បាញមួយគាត់គិតថាសាលាបណ្ឌិតសភានេះគឺជាកន្លែងដ៏ល្អបំផុតដើម្បីប្រមូលព័ត៌មានអំពីយុគសម័យថ្មីដែលគាត់កំពុងរស់នៅដូច្នេះគាត់ក៏សម្រេចចិត្តថាគោលដៅដំបូងរបស់គាត់គឺត្រូវទៅកាន់សាលាដែលជាម្ចាស់ឯកសណ្ឋានមួយនេះឲ្យបានមុននឹងបន្តដំណើរយើងត្រូវដឹងថាសាលាបណ្ឌិតសភាបូរីតូគឺជាគ្រឹះស្ថានសិក្សាដ៏ធំនិងមានកេរ្តិ៍ឈ្មោះបំផុតក្នុងប្រទេសសាលានេះត្រូវបានបែងចែកជាពីរផ្នែកធំៗគឺផ្នែកមន្តអាគមនិងផ្នែកវិទ្យាដាវដ៏អស្ចារ្យបំផុតប្រចាំតំបន់នៅពេលដែលបារូអាមកដល់សាលាគាត់ក៏បានឃើញវិមានដ៏ស្កឹមស្កៃរួមជាមួយរូបសំណាកមួយដែលគួរឲ្យទាក់ទាញដំបូងឡើយគាត់មិនបានគិតអ្វីច្រើនទេគ្រាន់តែគោរពទៅលើរូបសំណាកដែលគេចាត់ទុកថាជាវីរបុរសដ៏អស្ចារ្យបំផុតឥឡូវនេះអ្នកទាំងអស់គ្នាត្រៀមខ្លួនមើលឈុតដ៏រំភើបមួយនេះព្រោះអាថកំបងពិតប្រាកដជិតត្រូវបានលាបត្រដាងហើយគាត់ស្រឡាំងកាំងជាខ្លាំងនៅពេលដឹងថារូបសំណាកនោះគឺជាខ្លួនគាត់ហើយដីនេះគឺជាកន្លែងដែលគាត់ធ្លាប់ច្បាំងសាលាបណ្ឌិតសភានេះត្រូវបានសាងសង់លើទឹកដីដែលធ្លាប់ជាសមរភូមិចុងក្រោយរវាងគាត់និងស្ដេចបិសាចកាលពីមុនការពិតនេះធ្វើឲ្យគាត់មានអារម្មណ៍មិនសូវស្រួលទេព្រោះកាលពីមុនដីនេះគ្រាន់តែជាវាលរហោស្ថានតែប៉ុណ្ណោះក្នុងពេលដែលគាត់កំពុងឆ្ងល់គាត់ក៏បានឮក្រុមសិស្សមួយក្រុមដែលកំពុងឈរជជែកគ្នាយ៉ាងសប្បាយរីករាយនៅក្បែរនោះពួកគេនិយាយថាថ្ងៃនេះគឺជាខួបគម្រប់1000ឆ្នាំគត់ដែលវីរបុរសបារូអាវេសកាដិនបានកម្ចាត់ស្ដេចបិសាចចំនួនឆ្នាំដ៏ច្រើនសន្ធឹកសន្ធាប់នេះបានធ្វើឲ្យគាត់ស្ទើរបាត់បង់ស្មារតីនិងពិបាកនឹងទទួលយកការពិតមួយនេះណាប៉ុន្តែអ្វីដែលធ្វើឲ្យគាត់ហួសចិត្តជាងនេះទៅទៀតនោះគឺឮសិស្សទាំងនោះសង្ស័យពីអត្តភាពពិតប្រាកដរបស់គាត់ពួកគេគិតថាវីរបុរសបារូអាគ្រាន់តែជាតួអង្គក្នុងព្រេងនិទានដែលគេបង្កើតឡើងដើម្បីបោកប្រាស់មនុស្សតែប៉ុណ្ណោះជាការពិតណាស់វីរបុរសដ៏អស្ចារ្យម្នាក់នេះមិនមែនជារឿងនិទានឡើយគឺគាត់កំពុងឈរនៅទីនេះផ្ទាល់តែម្ដងអ្នកទាំងអស់គ្នាប្រហែលជាកំពុងឆ្ងល់ដូចខ្ញុំដែរមែនទេថាហេតុអ្វីបានជាគាត់ញាក់ឡើងបន្ទាប់ពី1000ឆ្នាំទៅវិញតើមានរឿងអ្វីកើតឡើងចំពោះម្ចាស់រាងកាយដើមម្នាក់នេះហើយហេតុអ្វីបានជាប្រលឹងរបស់គាត់ទើបតែដឹងខ្លួនឡើងវិញលើពីនេះទៅទៀតគាត់ចាំយ៉ាងច្បាស់ថាគាត់មិនបានកម្ចាត់ស្ដេចបិសាចដោយជោគជ័យកាលពីសម័យនោះទេចុះតើមានរឿងអ្វីកើតឡើងក្នុងសមរភូមិនោះឲ្យប្រកបហើយពួកកុលសម្ព័ន្ធបិសាចបាត់ខ្លួនទៅណាអស់ហើយដើម្បីស្វែងរកការពិតគាត់បានតាំងចិត្តយ៉ាងមុតមមថានឹងស៊ើបអង្កេតរាល់ព្រឹត្តិការណ៍ទាំងអស់ដែលបានកើតឡើងក្នុងពេលដែលគាត់កំពុងគិតស្រាប់តែមានសំឡេងមួយដែលរំខានដល់អារម្មណ៍របស់គាត់យ៉ាងខ្លាំងមកពីខាងក្រោយគឺក្រុមសិស្សបងធំដែលចូលចិត្តធ្វើបាបអ្នកដទៃបានបង្ហាញខ្លួនដើម្បីមករករឿងធ្វើបាបគាត់ដូចរាល់ដងទៀតហើយដោយសារតែបារូអាមិនស្គាល់ពួកនេះគាត់ក៏បានងាកទៅមើលពួកគេដោយអារម្មណ៍ងឿងឆ្ងល់ជាខ្លាំងគាត់បានសួរទៅពួកគេដោយភាពស្ងប់ស្ងាត់ថាតើពួកគេកំពុងនិយាយជាមួយគាត់មែនដែរឬទេពួកក្មេងទំនើងទាំងនោះសើចចំអកឲ្យគាត់យ៉ាងខ្លាំងហើយរិះគន់គាត់ថាជាមនុស្សល្ងងដែលចង់រៀនទាំងមន្តអាគមនិងវិជ្ជាដាវពួកគេបន្តឌឺដងឲ្យគាត់អំពីរឿងដែលគាត់បានបារាជ័យនៅក្នុងព្រៃហើយចោទថាគាត់គឺជាមនុស្សកំសាកដែលរត់ចោលជួរប៉ុន្តែបារូអាមិនខ្វល់និងមិនយល់ថាពួកមនុស្សល្ងងខ្លៅទាំងនេះកំពុងនិយាយពីអ្វីឬចង់បានអ្វីពីគាត់ឡើយស្រាប់តែភ្លាមនោះការចងចាំរបស់ម្ចាស់រាងកាយដើមក៏បានហូរចូលមកក្នុងខួរក្បាលរបស់គាត់យ៉ាងខ្លាំងក្លានៅពេលដែលគាត់យល់ពីអ្វីគ្រប់យ៉ាងគាត់ក៏ដឹងថាពួកមនុស្សអាក្រក់ទាំងនេះហើយដែលធ្វើឲ្យដារីអារងទុក្ខដារីអាតែងតែគោរពស្រឡាញ់វីរបុរសបារូអាខ្លាំងណាស់ប៉ុន្តែពួកនេះបែរជាយកមកធ្វើជាគ្រឿងសោតចំអកទៅវិញនៅពេលដែលដារីយ៉ាព្យាយាមបង្ហាញសមត្ថភាពពួកគេបានវាយដំរូបគេយ៉ាងព្រៃផ្សៃបំផុតដោយគ្មានក្តីមេត្តាឥឡូវនេះទឹកមុខរបស់បារូអាប្រែជាក្រហមងាំងដោយកំហឹងដែលធ្វើឲ្យពួកក្មេងទំនើងទាំងនោះមានអារម្មណ៍ភ័យខ្លាចប៉ុន្តែបារូអាបានដើរទៅមុខដោយភាពជឿជាក់បំផុតនិងបានឈរនៅចំពោះមុខពួកវាដោយមិនញញើតឡើយគាត់បានប្រកាសយ៉ាងខ្លាំងថាខ្លួនគាត់គឺជាដារីអាវេសកាដិនដែលនឹងក្លាយជាកំពូលអ្នកដាវមន្តអាគមពួកក្មេងទំនើងទាំងនោះសើចចំអកនិងគិតថាវាជារឿងកំ pl ែងរួចក៏បានស្ទុះមកបំរុងនឹងវាគាត់សាជាថ្មីជឿខ្ញុំចុះអ្នកនិងខ្ញុំនឹងបានឃើញការសងសឹកដ៏សាហាវបំផុតដែលពួកអាមនុស្សល្ងងទាំងនេះមិនអាចតបតបានប៉ុន្តែគាត់គ្រាន់តែអស់សំណើចនឹងភាពល្ងងខ្លៅរបស់ពួកគេរួចក៏លើកដៃឡើងត្រៀមបង្រៀនមេរៀនខ្លះៗដោយគ្មានបំឡងចង់សម្រាប់ពួកគេទេគឺគ្រាន់តែចង់ឲ្យពួកគេខ្មាស់គីប៉ុណ្ណោះនៅពេលគាត់ចាប់ដាវរួចក៏ក្រវីវាចេញទៅយ៉ាងស្រួលមើលទៅនេះគ្រាន់តែមួយដាវបោកបក់ពួកបងធំទាំងពីរឲ្យហោះដូចជាថងសម្រាមចោលអញ្ចឹងពិតជាមិនធម្មតាមែនអ្នកទាំងអស់គ្នាទស្សនវិជ្ជានេះធ្វើឲ្យមេក្រុមរបស់ពួកគេបើកភ្នែកធំនិយាយមិនចេញខណៈកូនចៅទាំងពីរដេកស្ទោកស្ទឹងលើដីពួកគេគ្មានកម្លាំងសូម្បីតែងើបឈរវិញឡើយចំណែកឯអ្នកដែលតាំងខ្លួនជាមេក្រុមនោះក៏ចាប់ផ្ដើមបាត់បង់ភាពម្ចាស់ការភាពអំនួតពីមុនបានរលាយអស់ជំនួសមកវិញដោយការភ័យខ្លាចប៉ុន្តែប៊ូរូអាហាក់ដូចជាកំពុងមួម៉ៅខ្លាំងណាស់ព្រោះម្នាក់នេះហើយដែលធ្លាប់វាយដំដារីយ៉ាឥតឈប់ឈរគាត់ក៏ស្ទុះទៅមុខទាំងកាន់ដាវក្នុងដៃ
រួចក៏ក្រវាចេញយ៉ាងខ្លាំងការប៉ះទង្គិចនេះពិតជាសាហាវណាស់ធ្វើឲ្យអាបងធំនោះខ្ទាបទៅក្រោយយ៉ាងលឿនរហូតដល់ទៅបុកនឹងជញ្ជាំងអាគារនៅក្បែរនោះយ៉ាងពេញទំហឹងកម្លាំងនៃការប៉ះទង្គិចខ្លាំងរហូតដល់ធ្វើឲ្យជញ្ជាំងប្រេះបែកខ្ទេចឥឡូវនេះអ្នកដែលធ្លាប់តែអំនួតបែរជាញ័រដូចកូនឆ្កែត្រូវទឹកគេញ័រពេញខ្លួនពេលសម្លឹងមើលទៅប៊ូរ៉ាដែលកំពុងឈរពីលើគេយ៉ាងអង់អាចអំណាចនិងកម្លាំងរបស់ប៊ូរ៉ាគឺគ្រប់គ្រាន់នឹងធ្វើឲ្យអាម្នាក់នោះកាន់តែខ្លាចរហូតរួញខ្លួនទីបំផុតប៊ូរ៉ាក៏សម្រេចចិត្តលើកលែងទោសឲ្យគាត់ដើរថយក្រោយបន្តិចដើម្បីផ្ដល់ក្តីមេត្តាឲ្យពួកវាប៉ុន្តែជំរើសនេះធ្វើឲ្យអាម្នាក់នោះឆ្ងល់យ៉ាងខ្លាំងគេមិនយល់ថាហេតុអ្វីបានជាខ្លួនត្រូវបានដោះលែងងាយបែបនេះទាំងដែលប៊ូរ៉ាមានឱកាសសងសឹកពេញដៃបន្ទាប់មកប៊ូរ៉ាក៏បានពន្យល់ដោយស្ងប់ស្ងាត់ថាប្រសិនបើដារីនៅទីនេះគេច្បាស់ជាមិនយល់ព្រមនឹងទង្វើបែបនេះឡើយព្រោះដារីជាមនុស្សដែលមានចិត្តសប្បុរសមិនចង់ប្រើអំពើហិង្សាដាក់អ្នកណាឡើយអាបងធំនោះស្ដាប់សឹងតែមិនយល់ប៉ុន្តែរឿងមួយដែលគេច្បាស់គឺគេនឹងមិនហ៊ានមកក្បែរប៊ូរ៉ាទៀតឡើយនៅពេលដើរចេញទៅប៊ូរ៉ាក៏គិតថាឥឡូវនេះខ្លួនបានក្លាយជាម្ចាស់រូបរាងដារីយ៉ាហើយចាំបន្តិចបងប្អូនស្រាប់តែគាត់នឹកឃើញថា West Garden ក៏ជាត្រកូលរបស់គាត់ដែរមានន័យថាដារីយ៉ាគឺជាសាច់ឈាមរបស់គាត់តែម្ដងមុននឹងគិតវែងឆ្ងាយជាងនេះសំឡេងកណ្ដឹងសាលាក៏បន្លឺឡើងសិស្សានុសិស្សទាំងអស់ក៏នាំគ្នាប្រញាប់ប្រញាល់ចូលទៅក្នុងថ្នាក់រៀនវិញព្រោះម៉ោងសម្រាកបានបញ្ចប់ទៅហើយគ្រូបង្រៀនក៏ចាប់ផ្ដើមហៅសិស្សឲ្យចូលរៀនរៀងៗខ្លួននៅពេលឃើញភាពច្របូកច្របល់នេះប៊ូរ៉ាក៏នឹកឃើញថាការរៀនសូត្រនៅទីនេះពិតជាតឹងរឹងណាស់ជីវិតជាសិស្សគឺពោរពេញដោយសម្ពាធនិងការរំពឹងទុកមិនចេះចប់បន្ទាប់មកសាច់រឿងក៏កាត់ទៅកាន់ទីលានវឹកហាត់មន្តអាគមនៃសាលា Boruto Academy មានសិស្សម្នាក់បានបោះជំហានទៅមុខរួចក៏ប្រើមន្តអាគមផ្លេកបន្ទោយ៉ាងសាមញ្ញបំផុតដុំថាមពលតូចមួយបានទៅប៉ះនឹងរូបចម្លាក់ហ្វឹកហាត់ដែលធ្វើឲ្យសិស្សដទៃទៀតស្រែកហូកញ្ជ្រៀវហាក់ដូចជាបានឃើញរឿងអស្ចារ្យណាស់អញ្ចឹងប៉ុន្តែសម្រាប់ Boruto វិញគាត់មានអារម្មណ៍ថាវាជារឿងកំ pl ែងទៅវិញព្រោះមន្តអាគមនោះខ្សោយខ្លាំងណាស់មិនគួរឲ្យចាប់អារម្មណ៍ទាល់តែសោះបើនិយាយឲ្យត្រង់ទៅសូម្បីតែក្មេងៗកាលពី1000ឆ្នាំមុនក៏អាចធ្វើបានល្អជាងនេះឆ្ងាយណាស់ដែរខណៈពេលកំពុងរិះគន់ក្នុងចិត្តគ្រូបង្រៀនម្នាក់ក៏ដើរមកក្បែរបរិះចំណាស់នោះចាប់ផ្ដើមស្ដីបន្ទោសឲ្យគាត់ទាំងមួម៉ៅគាត់ចង់ដឹងថាហេតុអីបានជាបូរ៉ាឈរនៅទំនេរអញ្ចឹងធ្វើដូចជាខ្លួនឯងអស្ចារ្យជាងអ្នកដទៃគ្រូបង្រៀនរូបនេះនៅតែយល់ថាគេគឺជាដារីយ៉ាដ៏ទន់ខ្សោយដដែលអ្នកទាំងអស់គ្នាមើលចុះគ្រូនោះចំអកឲ្យគាត់ថាសំបីតែមុនអាគមកម្រិតដំបូងក៏គាត់មិនចេះប្រើផងដែរការប្រមាថនៅតែបន្តខណៈដែលគ្រូបង្រៀននោះសើចចំអកថាប្រសិនបើប៊ូរ៉ាចង់ចូលរួមហ្វឹកហាត់ក៏មិនអាចធ្វើបានដែរព្រោះគាត់គ្រាន់តែជាមនុស្សអាភ័ព្វដែលគ្មានដងប៊ូរ៉ាក៏តបវិញដោយស្នាមញញឹមបែបឆ្ងល់រួចក៏សួរទៅគ្រូបង្រៀនវិញអំពីសមត្ថភាពមន្តអាគមរបស់គាត់គ្រូនោះក៏អួតអាងប្រាប់ភ្លាមថាគាត់អាចប្រើមន្តអាគមកម្រិតមធ្យមបានទាំងអស់និងថែមទាំងអាចប្រើមន្តអាគមកម្រិតខ្ពស់បានខ្លះទៀតផងដើម្បីឲ្យយល់ពីចំណុចនេះយើងត្រូវដឹងថាប្រព័ន្ធមន្តអាគមត្រូវបានបែងចែកជា4ប្រភេទគឺកម្រិតដំបូងកម្រិតមធ្យមកម្រិតខ្ពស់និងកម្រិតពិសេសដែលអស្ចារ្យបំផុតកាលពីជាតិមុនប៊ូរ៉ាគឺជាគ្រូមន្តអាគមពេញលក្ខណៈដែលចេះសັບគ្រប់ដល់កម្រិតខ្ពស់នៅពេលដឹងថាគ្រូម្នាក់នេះចេះត្រឹមតែកម្រិតមធ្យមគាត់មានអារម្មណ៍ខឹងយ៉ាងខ្លាំងវាបានបញ្ជាក់ថាគ្រូមន្តអាគមក្នុងសម័យនេះគឺពិតជាខ្សោយជាងមុនមែនគ្រូបង្រៀនឮពាក្យសម្ដីរបស់ប៊ូរ៉ាក៏មានអារម្មណ៍មិនសប្បាយចិត្តឡើយទឹកមុខរបស់គាត់ចាប់ផ្ដើមប្រែជាខឹងប៉ុន្តែមុនពេលមានរឿងធំប៊ូរ៉ាក៏បានចាប់ផ្ដើមមុនគាត់បានបបួលគ្រូនោះធ្វើការប្រកួតគ្នាដើម្បីកុំឲ្យមើលទៅហាក់ដូចជាអំនួតពេកគាត់ក៏បានរៀបចំពាក្យសម្ដីយ៉ាងម៉ត់ចត់បំផុតដោយនិយាយថាគាត់ចង់ឃើញមន្តអាគមដ៏អស្ចារ្យរបស់លោកគ្រូដោយផ្ទាល់ភ្នែកដើម្បីទុកជាមេរៀនសូត្រទោះបីជាខឹងខ្លាំងយ៉ាងណាក៏ដោយក៏គ្រូបង្រៀននោះចាត់ទុកការបបួលរបស់ប៊ូរ៉ាជារឿងល្ងងខ្លៅទៅវិញគាត់បានប្រកាសថាដារីយ៉ាពិតជាល្ងងខ្លាំងណាស់ដែលមិនដឹងពីគម្លាតសមត្ថភាពរវាងពួកគេទាំងពីរចាំមើលជាមួយខ្ញុំទាំងអស់គ្នាថាតើប៊ូរ៉ានឹងបង្រៀនមេរៀនគ្រូអំនួតម្នាក់នេះដោយរបៀបណាពិតជាមិនចង់ឲ្យរំលងទេស្ដាប់ឲ្យច្បាស់បងប្អូននឹងឃើញគ្រូម្នាក់ចង់បង្ខូចកិត្តិយសសិស្សខ្លួនឯងនៅមុខអ្នកគ្រប់គ្នាប៉ុន្តែគាត់មិនដឹងថាសំណាងអាក្រក់កំពុងរង់ចាំគាត់ទេគ្រូដែលអួតក្អែងក្អាងម្នាក់នេះបានប្រកាសយ៉ាងច្បាស់ថាគ្មានអ្នកណាម្នាក់អាចយកក្មេងស្រីដូចជាដារីយ៉ាមកប្រៀបធៀបជាមួយមហាប៊ូជាចារ្យដូចជាគាត់បានឡើយនៅពេលដែលគូប្រជែងទាំងពីរបានដើរចូលទៅក្នុងទីលានហ្វឹកហាត់សិស្សដទៃទៀតដែលកំពុងឈរនៅពីចំហៀងក៏ចាប់ផ្ដើមមានអារម្មណ៍ភ័យអរជំនួសអ្នកទាំងពីរគ្រប់គ្នាមិនចង់ជឿសោះថាដារីយ៉ាហ៊ានបោះពាក្យសម្ដីប្រកួតវេទមន្តជាមួយគ្រូរបស់ខ្លួនបែបនេះវាពិតជាហួសពីការស្មានរបស់ពួកគេឆ្ងាយណាស់គ្រូបង្រៀនរូបនេះបានសួរទៅកាន់នាងទាំងទំនុកចិត្តពេញខ្លួនថាតើនាងត្រៀមខ្លួនរួចរាល់ហើយឬនៅខណៈដែលប្រលឹងរបស់បារ៉ាកំពុងស្ថិតក្នុងខ្លួនដារីយ៉ានៅឡើយពេលឃើញនាងងក់ក្បាលយល់ព្រមគ្រូចាស់ម្នាក់នេះក៏ចាប់ផ្ដើមវាយសម្រុកមុនភ្លាមដើម្បីបង្ហាញពីឫទ្ធិអំណាចវេទមន្តដ៏ខ្លាំងក្លារបស់គាត់ទៅកាន់សិស្សគ្រប់គ្នាគាត់បានប្រើមន្តអាគមកម្រិតខ្ពស់ហើយថែមទាំងនិយាយឌឺដងទៀតថា
គាត់នឹងបន្ថយកម្លាំងវាប្រហារដើម្បីកុំឲ្យដារីយ៉ារងរបួសធ្ងន់ធ្ងរពេកភ្លាមនោះគ្រូបង្រៀនក៏បានបញ្ចេញមន្តអាគមគ្រាប់កំភ្លើងពន្លឺជាច្រើនដែលហោះសម្ដៅទៅរកបារូអាដូចជាព្រិលធ្លាក់ពីលើមេឃអញ្ចឹងប៉ុន្តែចាំមើលត្រង់នេះបងប្អូនបារូអាមិនតក់ស្លុតបន្តិចណាឡើយគាត់ឈរនៅស្ងៀមដូចជាគ្មានរឿងអ្វីកើតឡើងចំពោះមុខគាត់តលតែសោះគ្រាន់តែក្រវីដៃបន្តិចប៉ុណ្ណោះគាត់ក៏បានកំទេចរាល់គ្រាប់កំភ្លើងវេទមន្តដែលហោះចូលមកនោះឲ្យរលាយបាត់អស់គ្មានសល់ត្រឹមតែមួយប៉ព្រិចភ្នែកមន្តអាគមដ៏ខ្លាំងក្លានោះបានរលត់ទៅវិញហាក់ដូចជាគ្រាន់តែជាខ្យល់បក់ខ្សោយមកប៉ះនឹងរាងកាយរបស់គាត់តែប៉ុណ្ណោះគ្រូបង្រៀនម្នាក់នោះស្ទើរតែធ្លាក់ថ្លើមដល់ដីគាត់បើកភ្នែកធំទាំងមិនចង់ជឿនៅអ្វីដែលកំពុងកើតឡើងនៅចំពោះមុខភ្នែករបស់គាត់ឡើយភាពតក់ស្លុតនេះខ្លាំងរហូតដល់ធ្វើឲ្យវ៉ែនតារបស់គាត់ប្រេះបែកចំណែកឯបារូអាវិញបានបង្ហាញស្នាមញញឹមយ៉ាងមានទំនុកចិត្តបំផុតឥឡូវនេះដល់វេនគាត់វាយបកវិញម្ដងហើយគាត់សម្រេចចិត្តថានឹងបង្ហាញពីអានុភាពនៃមន្តអាគមកម្រិតពិសេសឲ្យអ្នកគ្រប់គ្នាបានឃើញម្ដងគាត់ជឿជាក់ថាការបង្ហាញកម្លាំងនៅពេលនេះនឹងអាចបំបិទមាត់គ្រូដែលអួតក្អែងក្អាងម្នាក់នេះហើយផ្ដល់មេរៀនដ៏ល្អមួយសម្រាប់គាត់ផងដែរបន្ទាប់ពីសម្រេចចិត្តរួចហើយបារូអាក៏ចាប់ផ្ដើមសូត្រមន្តអាគមដ៏គួរឲ្យខ្លាចបំផុតមួយដែលមិនធ្លាប់មានពីមុនមកអណ្ដាតភ្លើងពណ៌ខៀវបានឆេះឡើងនៅជុំវិញខ្លួនរបស់គាត់រួចក៏ប្រែទៅជាដាវវេទមន្តដ៏មុតស្រួចដែលត្រៀមនឹងកាត់ផ្ដាច់អ្វីៗគ្រប់យ៉ាងគាត់បានបញ្ចេញផ្លែដាវភ្លើងដ៏ក្តៅគគុកហោះកាត់អាកាសក្នុងល្បឿនយ៉ាងលឿនបំផុតដែលភ្នែកធម្មតាមិនអាចមើលទាន់បានឡើយទោះបីជាការវាយប្រហារនេះមិនបានប៉ះចំខ្លួនគ្រូក៏ដោយប៉ុន្តែសម្ពាធវេទមន្តដ៏មហិមារបស់វាបានធ្វើឲ្យគាត់ឈរធឹងទាំងក្តីរន្ធត់ជាខ្លាំងអ្នកមើលគ្រប់គ្នាបានត្រឹមតែឈរភាំងព្រោះនេះជាលើកទី1ហើយដែលពួកគេបានឃើញមន្តអាគមកម្រិតពិសេសដោយផ្ទាល់ភ្នែកបែបនេះកម្លាំងនេះគឺជាអ្វីដែលពួកគេធ្លាប់ឮតែក្នុងរឿងព្រេងប៉ុណ្ណោះគ្មានអ្នកណាម្នាក់អាចជឿបានថាវាជារឿងពិតដែលកំពុងកើតឡើងនោះទេបារូអាបានងាកទៅរកគ្រូដែលកំពុងញ័រខ្លួនរួចនិយាយដោយសម្ដីមើងម៉ាត់ថាគាត់គ្រាន់តែមិនចង់វាយប្រហារឲ្យចំគោលដៅតែប៉ុណ្ណោះគាត់បានប្រមានទៀតថាប្រសិនបើគ្រូនៅតែបន្តមើលងាយគាត់បែបនេះទៀតនោះគាត់មិនធានាទេថាលើកក្រោយគាត់អាចគ្រប់គ្រងវេទមន្តបានល្អឬអត់សម្ដីទាំងនេះបានធ្វើឲ្យមោទនភាពរបស់គ្រូបង្រៀនរលាយអស់គ្មានសល់ហើយគាត់ក៏ចាប់ផ្ដើមទទួលស្គាល់នូវសមត្ថភាពពិតរបស់បារូអាភ្លាមគាត់បានសារភាពទាំងក្តីខ្មាស់អៀនថា Daria Westgarden ពិតជាមានសមត្ថភាពខ្លាំងពូកែជាងគាត់ឆ្ងាយណាស់នៅពេលនេះគាត់បានចុះចាញ់ហើយឮបែបនេះភ្លាមសិស្សានុសិស្សទាំងអស់ក៏ចាប់ផ្ដើមស្រែកហួរកញ្ជ្រៀវនិងភ្ញាក់ផ្អើលជាខ្លាំងចំពោះលទ្ធផលដែលមិននឹកស្មានដល់នេះពួកគេមិនចង់ជឿថាសិស្សដែលធ្លាប់តែត្រូវគេមើលងាយកាលពីមុនបែរជាមានសមត្ថភាពខ្លាំងក្លាអស្ចារ្យរហូតដល់ថ្នាក់នេះសោះបងប្អូនឃើញទេបារូអាពិតជាមានមោទនភាពខ្លាំងណាស់ព្រោះចាប់ពីពេលនេះទៅនឹងគ្មានអ្នកណាម្នាក់ហ៊ានសើចចំអកឲ្យដារីអាទៀតឡើយទោះជាយ៉ាងណាជ័យជំនះនេះបាននាំមកនូវបញ្ហាថ្មីមួយទៀតព្រោះវេទមន្តដែលគាត់បានបង្ហាញមិញនេះវាពិតជាអស្ចារ្យហួសហេតុពេកហើយឥឡូវនេះគាត់បានក្លាយជាចំណុចកណ្ដាលនៃការចាប់អារម្មណ៍របស់គ្រប់គ្នាហើយសំណួរជាច្រើនក៏ចាប់ផ្ដើមចោទសួរមកលើរូបគាត់គ្រូបង្រៀនម្នាក់នោះបានសួរទៅកាន់គាត់ដោយក្តីងឿងឆ្ងល់ថាតើដារីយ៉ាអាចទទួលបានកម្លាំងវេទមន្តដ៏មហិមាបែបនេះក្នុងរយៈពេលត្រឹមតែមួយយប់ដោយរបៀបណាពេលឮបែបនេះបារូអាចាប់ផ្ដើមមានអារម្មណ៍មិនស្រួលក្នុងចិត្តឡើយព្រោះគាត់គ្មានហេតុផលសមរម្យណាមួយដើម្បីពន្យល់ប្រាប់ពួកគេនោះទេភាពភ័យព្រួយបានកើតមានឡើងខណៈដែលក្រសែភ្នែកសង្ស័យរបស់សិស្សនិងគ្រូជាច្រើនកំពុងសម្លឹងមើលមកគាត់ដើម្បីចង់ដឹងពីការពិតដើម្បីកុំឲ្យមានការសង្ស័យបារូអាក៏បានឆ្លើយតបទៅវិញយ៉ាងធម្មតាថាគាត់គ្រាន់តែយល់ពីអាចកំបាំងនៃវេទមន្តភ្លាមៗតែប៉ុណ្ណោះប៉ុន្តែពាក្យសម្ដីទាំងនេះមិនអាចធ្វើឲ្យអ្នកណាម្នាក់ជឿបានឡើយជាពិសេសគឺគ្រូបង្រៀនដែលកំពុងឈរនៅពីមុខគាត់តែម្ដងសម្រាប់គាត់ដារីយ៉ានៅថ្ងៃនេះគឺជាមនុស្សម្នាក់ផ្សេងទៀតដែលខុសដាច់ស្រឡះពីក្មេងស្រីដែលគាត់បានស្គាល់កាលពីម្សិលមិញទាំងជំនាញធម៌ពលវេទមន្តនិងទំនុកចិត្តលើខ្លួនឯងគឺមានការផ្លាស់ប្ដូរខ្លាំងពេកដែលមិនអាចពន្យល់ដោយពាក្យសាមញ្ញបានឡើយបារូអាបានដឹងខ្លួនថាគាត់កំពុងតែតល់ច្រកហើយគាត់គ្មានជំរឿសអ្វីក្រៅពីប្រាប់ការពិតខ្លះៗទៅកាន់ពួកគេវិញនោះទេគាត់យល់ថាចំណេះដឹងនិងសមត្ថភាពវេទមន្តរបស់គាត់គឺកើតចេញពីព្រលឹងក្នុងជាតិមុនដែលវាមិនមែនជារឿងងាយស្រួលឡើយការផ្លាស់ប្ដូរដ៏លឿនបែបនេះគឺមិនអាចកើតឡើងចំពោះមនុស្សធម្មតាបានទេប្រសិនបើគ្មានព្រលឹងអ្នកខ្លាំងណាមួយមកសន្ធិដ្ឋក្នុងខ្លួននោះក្នុងចិត្តរបស់គាត់ក៏បានលួចគិតចង់ប្រាប់ការពិតទាំងអស់ទៅកាន់គ្រប់គ្នាឲ្យបានដឹងផងដែរការពិតដែលថាគាត់គឺជាបារូអា Westgarden ដែលជាកំពូលអ្នកប្រយុទ្ធដាវវេទមន្តដ៏ល្បីល្បាញមុខចាប់ជាតិថ្មីប៉ុន្តែភ្លាមនោះមានសម្លេងស្រែកផ្អើលឆោឡោចេញពីខាងក្រោយធ្វើឲ្យគេត្រឹងងាកទៅមើលឃើញសត្វចម្លែកជាច្រើនកំពុងតែចូលមកក្បែរជឿខ្ញុំចុះបងប្អូនរឿងរ៉ាវបន្តនឹងកាន់តែរំភើបជាក់ជាមិនខាននៅពេលដែលសត្វចម្លែកទាំងនេះបានមកដល់ទីនេះសូមមើលរឿងនេះជាមួយខ្ញុំទាំងអស់គ្នាពីវីរបុរសដែលដឹងថាពួកសត្វចម្លែកនេះធ្លាប់រស់នៅតាមព្រៃជ្រៅឆ្ងាយពីមនុស្សដោយមិនរុំរាគាត់លើកដៃឡើងហើយប្រើមន្តអាគមរន្ទះយ៉ាងខ្លាំងក្លាបំផុតដើម្បីវាយប្រហារទៅលើពួកវាភ្លាមសត្វហោះនោះត្រូវចំកណ្ដាលពោះคล้ายជាផេះក្នុងមួយប្រព្រឹត្តភ្នែកប៉ុន្តែពួកដែលនៅសល់មិនបង្អង់យូរឡើយពួកវាបានសម្រុកមកវិញយ៉ាងលឿនតែបារូអាបានហៅអណ្ដាតភ្លើងមកការពារខ្លួនយ៉ាងរហ័សបំផុតការភ័យខ្លាចបានរីករាលដាលពេញសាលាសំឡេងស្រែកហូរកញ្ជ្រៀវបន្លឺឡើងខណៈដែលសិស្សានុសិស្សនាំគ្នារត់គេចខ្លួនពួកគេនាំគ្នារត់ចូលទៅក្នុងអគារសាលាវិញដើម្បីគេចពីពួកសត្វចម្លែកដែលស្រាប់តែចូលមកលុកលុយបែបនេះ
ការឃើញសិស្សទាំងនេះភ័យស្លន់ស្លោធ្វើឲ្យបារូអាងឿងឆ្ងល់យ៉ាងខ្លាំងព្រោះកាលពីសម័យគាត់សូម្បីតែអ្នកមន្តអាគមខ្សោយៗក៏អាចទប់ទល់បានដែរពួកវាគ្រាន់តែជាសត្វកម្រិតទាបប៉ុណ្ណោះប៉ុន្តែអ្នកមន្តអាគមសម័យនេះបែរជាមើលទៅទន់ជ្រាយនិងអស់សង្ឃឹមខ្លាំងណាស់ពួកគេរត់ដូចជាអ្នកស្រែចម្ការដែលគ្មានអាវុធអញ្ចឹងប៉ុន្តែមានមនុស្សម្នាក់នៅក្បែរគាត់គឺជាលោកគ្រូម្នាក់ដែលមានទឹកមុខមាស់មុតលោកគ្រូនោះបានប្រកាសថាគាត់នឹងមិនរត់ចោលសិស្សទេហើយក៏ចាប់ផ្ដើមប្រើមន្តអាគមដ៏ខ្លាំងមួយភ្លាមវាគឺ Flash Rain ដែលធ្វើឲ្យផ្ទៃមេឃភ្លឺចិញ្ចាចដោយការផ្ទុះជាបន្តបន្ទាប់ប៉ុន្តែទោះបីជាមើលទៅអស្ចារ្យយ៉ាងណាក៏ដោយការវាយប្រហារនេះគ្មានប្រសិទ្ធភាពទាល់តែសោះពួកសត្វចម្លែកនៅតែមិនមានរបួសហើយបន្តសម្រុកចូលមកទៀតបារូចាប់ផ្ដើមបារម្ភព្រោះកម្លាំងរបស់សត្វទាំងនេះគឺជាការគំរាមកំហែងធំណាស់សម្រាប់ពួកអ្នកមន្តអាគមដ៏ទន់ខ្សោយក្នុងសម័យនេះចាំមើលឲ្យច្បាស់ក្មេងស្រីម្នាក់នៅទីនោះកំពុងប្រមូលថាមពលមន្តអាគមដើម្បីប្រើក្បាច់លំពេងភ្លើងរបស់នាងបានប្រើកម្លាំងទាំងអស់ដែលមានដើម្បីទប់ទល់នឹងពួកវាប៉ុន្តែដោយលោកគ្រូអញ្ចឹងលទ្ធផលគឺនៅតែ0ដដែលទោះបីជាគ្មានលទ្ធផលក៏បារូអាកោតសរសើរនៅភាពក្លាហានរបស់នាងដែរខណៈដែលសត្វម្នាក់ក្នុងចំណោមពួកវាបានហោះមកបន្ពងខំនាងគាត់បានហក់ទៅជួយនាងភ្លាមហើយអាចទាញនាងចេញពីគ្រោះថ្នាក់បានយ៉ាងទាន់ពេលវេលាបំផុតក្មេងស្រីនោះសម្លឹងមើលគាត់ទាំងភ្ញាក់ផ្អើលនាងមិននឹកស្មានថាគឺជាបារូនោះទេដែលបានមកជួយជីវិតនាងមិនអាចដកភ្នែកចេញពីគាត់បានឡើយហើយគាត់បានប្រាប់នាងដោយភាពជឿជាក់បំផុតថាគាត់នឹងធ្វើឲ្យនាងរឹងមាំជាងមុនគាត់ប្រាប់ឲ្យនាងចាំពាក្យសម្ដីនេះទុកហើយបារូវ៉ាក៏មិនបង្អង់យូរឡើយដោយចាប់ផ្ដើមប្រើក្បាច់លំពេងភ្លើងផ្ទាល់ខ្លួនរបស់គាត់ខុសពីលំពេងភ្លើងខ្សោយៗដែលគាត់បានឃើញមុននេះមុនអាគមរបស់គាត់មានរូបរាងយ៉ាងអស្ចារ្យនិងមានថាមពលខ្លាំងលើសលប់លំពេងភ្លើងដ៏ធំសម្បើមបានលេចឡើងនៅពីមុខគាត់ហើយគ្រាន់តែគាត់គ្រវីដៃតែបន្តិចប៉ុណ្ណោះគាត់បានបញ្ជូនពួកវាឲ្យហោះទៅលើមេឃតម្រង់ទៅរកពួកសត្វចម្លែកទាំងនោះហើយនៅពេលដែលលំពេងត្រូវគោលដៅភ្លាមពួកសត្វចម្លែកទាំងនោះក៏ធ្លាក់ចុះមកដូចជាសត្វរុយអញ្ចឹងបារូវ៉ាមើលលទ្ធផលដោយភាពពេញចិត្តបំផុតគាត់ដឹងច្បាស់ថាមន្តអាគមរបស់គាត់គឺស្ថិតក្នុងកម្រិតខ្ពស់ជាងពួកអ្នកសម័យនេះឆ្ងាយណាស់ចំណែកក្មេងស្រីនោះវិញបានត្រឹមតែឈរថ្លឹងអ្នកនឹងខ្ញុំដឹងហើយថាពួកវាជិតចូលដល់ខ្លួនគាត់ហើយប៉ុន្តែសម្រាប់បារូវ៉ាគឺគាត់បានត្រៀមខ្លួនរួចជាស្រេចគាត់យល់ច្បាស់ថានៅពេលសត្រូវចូលមកជិតសូម្បីតែអ្នកមន្តអាគមខ្លាំងបំផុតក៏មានចំណុចខ្សោយក្នុងការសូត្រមន្តដែរហេតុនេះហើយបានជាវិធីល្អបំផុតដើម្បីវាយអ្នកមន្តអាគមគឺត្រូវចូលទៅវាយគៀកតែម្ដងប៉ុន្តែយុទ្ធសាស្ត្រនេះប្រើបានតែជាមួយអ្នកមន្តអាគមធម្មតាប៉ុណ្ណោះចំណែកបារូវ៉ាវិញគាត់គឺជាកំពូលអ្នកដាវមន្តអាគមដោយមានដាវនៅក្នុងដៃគាត់បានហក់ទៅមុខកាប់សម្លាប់ពួកសត្វចម្លែកទាំងនោះយ៉ាងងាយស្រួលបំផុតការវាយប្រហាររបស់គាត់គឺលឿននិងច្បាស់ណាស់កាប់ពួកវាដូចជាកំបិតហាន់បឺអញ្ចឹងក្បាច់ពិសេស Air Dance King Storm របស់គាត់បានកំទេចអ្វីគ្រប់យ៉ាងដែលនៅពីមុខគាត់ហើយបន្ទាប់ពីការប្រយុទ្ធបានបញ្ចប់លោកគ្រូនិងក្មេងស្រីនោះបានត្រឹមឈរផាំងពួកគេពិតជាស្ងើចសរសើរចំពោះកម្លាំងដ៏អស្ចារ្យរបស់គាត់ខ្លាំងណាស់ប៉ុន្តែសម្រាប់បារូវិញគាត់គ្រាន់តែមានអារម្មណ៍ថាសប្បាយប៉ុណ្ណោះការប្រយុទ្ធនេះគឺងាយស្រួលពេកសម្រាប់គាត់ហើយគាត់ទទួលបានជ័យជំនះដោយមិនបាច់ចំណាយកម្លាំងអ្វីច្រើនឡើយមួយសន្ទុះក្រោយមកបារូអាបានទៅនៅក្នុងបណ្ដាល័យនៃសាលាប៊ូរីតូដើម្បីស្វែងរកព័ត៌មានបន្ថែមប៉ុន្តែការផ្ដោតអារម្មណ៍គឺពិបាកណាស់រាងកាយរបស់គាត់ចាប់ផ្ដើមឈឺចាប់ដោយសារការហត់នឿយព្រោះពេលប្រយុទ្ធគាត់មិនមានអារម្មណ៍អ្វីទាំងអស់តែពេលនេះទើបវាចេញមកការហត់នឿយនេះធ្វើឲ្យគាត់ពិបាកនឹងធ្វើចលនាដូចមុនណាស់បើគ្មានការវឹកហាត់ឲ្យបានត្រឹមត្រូវនោះទេដូចនេះគាត់ក៏សម្រេចចិត្តអានសៀវភៅនៅពីមុខឲ្យចប់ហើយចាប់ផ្ដើមរៀបចំគម្រោងវឹកហាត់សម្រាប់ខ្លួនឯងបន្ទាប់ពីការវាយប្រហារសាលាបានផ្អាកការសិក្សាមួយរយៈដែលវាគឺជាឱកាសដ៏ល្អសម្រាប់បារូអាក្នុងការសិក្សាពីប្រវត្តិសាស្ត្រគាត់ចង់ដឹងខ្លាំងណាស់ថាតើមានរឿងអ្វីកើតឡើងខ្លះបន្ទាប់ពីគាត់បានស្លាប់ទៅកាលពី1000ឆ្នាំមុននៅពេលគាត់អានសៀវភៅប្រវត្តិសាស្ត្រមានរឿងមួយដែលលេចធ្លោជាងគេគឺគេបានចារទុកថាគាត់គឺជាអ្នកកម្ចាត់ស្ដេចបិសាច Crado យោងតាមកំណត់ត្រាកំពូលអ្នកដាវមន្តអាគមបានបូជាជីវិតរបស់ខ្លួនដើម្បីផ្ដួលរំលំស្ដេចបិសាចនោះឲ្យខានតែបានបន្ទាប់ពីស្ដេចរបស់ពួកគេស្លាប់ពួកបិសាចត្រូវបានគេដណ្ដេញទៅកាន់តំបន់ដាច់ស្រយាលបំផុតនៃទ្វីបនេះគាត់បានក្លាយជាវីរបុរសរឿងព្រេងនិទានដែលមនុស្សគ្រប់គ្នាគោរពអស់រយៈពេលរាប់ពាន់ឆ្នាំប៉ុន្តែមានរឿងមួយយ៉ាងដែលមិនសមហេតុផលទាល់តែសោះគុលសម្ព័ន្ធបិសាចដែលនៅពីក្រោយរឿងនេះបែរជាគ្មានក្នុងប្រវត្តិសាស្ត្រទៅវិញអ្នកនិងខ្ញុំប្រហែលជាត្រូវតាមដានបន្តទៀតហើយគ្មានការរាយការណ៍ថាបិសាចវាយប្រហារមនុស្សឬបន្សល់ដានអ្វីឡើយគឺហាក់ដូចជាពួកវាបានរលីបាត់ស្រមោលតែម្ដងបាត់ដោយគ្មានដានបែបនេះធ្វើឲ្យបារួងឿងឆ្ងល់យ៉ាងខ្លាំងនិងមិនអាចយល់បានថាតើមានអ្វីកើតឡើងពិតប្រាកដចាំមើលជាមួយខ្ញុំសិនណាខណៈដែលគាត់កំពុងតែឆ្ងល់នឹងអាថ៌កំបាំងនេះភ្នែករបស់គាត់ក៏ក្រឡេកទៅឃើញក្មេងស្រីសក់ក្រហមម្នាក់ដែលធ្លាប់ជួបមុននេះនៅទីធ្លាខាងក្រៅគឺនាងម្នាក់នោះឯងដែលកំពុងវឹកហាត់មន្តអាគមយ៉ាងស្វាហាប់និងមានការបដិញ្ញាចិត្តខ្ពស់រួចគាត់ក៏ដើរទៅរកនាងគាត់បានដើរទៅសួរនាងថាតើកំពុងហាត់មែនទេនាងក៏ងាកមកញញឹមដាក់គាត់ហើយប្រាប់ថាខ្លួនពិតជាកំពុងហ្វឹកហាត់មែននាងហាត់មន្តអាគមនៅទីនេះព្រោះទីលានហ្វឹកហាត់ត្រូវបិទរហូតដល់បិសាចត្រូវបានកម្ចាត់អស់ហើយបន្ទាប់មកនាងក៏បានបន្ទាបខ្លួនចុះដោយការគោរពនិងថ្លែងអំណរគុណដល់គាត់នាងនិយាយថានាងចង់អរគុណគាត់តាំងពីចប់ការប្រយុទ្ធភ្លាមមកម្ល៉េះ
ប៉ុន្តែគាត់ប្រញាប់ចេញទៅពេកទើបនាងគ្មានឱកាសហើយនាងក៏សារភាពថានាងពិតជាភ្ញាក់ផ្អើលនឹងសមត្ថភាពរបស់គាត់ណាស់ឃើញគាត់ខ្លាំងបែបនេះនាងក៏ចាប់ផ្ដើមត្អូញត្អែពីការលំបាករបស់ខ្លួនឯងទោះជានាងខំប្រឹងយ៉ាងណាក៏នៅតែមិនបានផលនាងនិយាយទាំងទឹកមុខអស់សង្ឃឹមនិងខកចិត្តចំពោះខ្លួនឯងបន្ទាប់មកបារូអាក៏ចាប់ផ្ដើមពិចារណាលើសម្ដីរបស់នាងយ៉ាងហ្មត់ចត់គាត់សង្ស័យថាមានមូលហេតុជ្រៅជាងនេះដែលធ្វើឲ្យនាងមិនខ្លាំងបើនាងសំបីតែមុនអាគមកម្រិតបឋមហាត់មិនទាន់ចេះផងនោះវាអាចទៅរួចដែលថានាងកើតមកមានធម៌ពលមុនអាគមតិចតួចបំផុតគិតបែបនេះហើយគាត់ក៏បានប្រាប់ឲ្យនាងបង្ហាញដៃមកនាងមានការរារាយចិត្តបន្តិចបន្តួចប៉ុន្តែចុងក្រោយក៏ព្រមហុចបាត់ដៃរបស់នាងទៅឲ្យគាត់ពិនិត្យមើលគាត់ក៏ដាក់ដៃលើដៃនាងភ្លាមដោយគ្មានការរ៉ារែកធ្វើឲ្យនាងអៀនរហូតដល់ឡើងមុខក្រហមងាំងតែម្ដងឥឡូវប្រយ័ត្នបន្តិចត្រង់នេះហើយដែលអ្វីចាប់ផ្ដើមប្រែប្រួលបារួប្រមូលផ្ដុំធម៌ពលដើម្បីពិនិត្យមើលមុនអាគមក្នុងខ្លួននាងគាត់ភ្ញាក់អោយយ៉ាងខ្លាំងព្រោះនាងមានធម៌ពលម៉ាណាមហិមាណាស់ទោះមិនស្មើគាត់តែវាគឺជារឿងដែលកម្រឃើញបំផុតសូម្បីតែក្នុងជាតិមុនរបស់គាត់ក៏ដោយគាត់ចាប់ផ្ដើមពន្យល់នាងដោយក្តីរំភើបថាបញ្ហារបស់នាងមិនមែនខ្វះធម៌ពលនោះទេប៉ុន្តែគឺដោយសារតែវាមានច្រើនលើសលប់ពេកទៅវិញទេនាងមានម៉ាណាច្រើនពេករហូតដល់មិនអាចគ្រប់គ្រងវាបានដោយការចង់ដឹងគាត់ក៏សួរឈ្មោះរបស់នាងសំណួរនេះធ្វើឲ្យក្មេងស្រីម្នាក់នោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនាងសម្លឹងមើលគាត់ទាំងងឿងឆ្ងល់ហើយនិយាយថាពួកគេរៀនថ្នាក់ជាមួយគ្នាសោះតែគាត់បែរជាមិនចាំឈ្មោះនាងទៅវិញចុងក្រោយគាត់ក៏នឹកឃើញថាឈ្មោះសារីរួចគាត់ប្រាប់នាងយ៉ាងច្បាស់ថានាងពិតជាអាចប្រើមុនអាគមកម្រិតពិសេសបានគាត់បញ្ជាក់ពីសមត្ថភាពដ៏អស្ចារ្យរបស់នាងម្ដងទៀតដោយរំពឹងថានាងនឹងសប្បាយចិត្តជាខ្លាំងចំពោះរឿងនេះប៉ុន្តែផ្ទុយស្រឡះសារីបែរជាមិនរំភើបសោះឡើយនាងគ្រាន់តែក្រវីក្បាលហើយនិយាយថាវាជារឿងដែលមិនអាចទៅរួចសម្រាប់នាងវាហាក់ដូចជាការយល់សប្តិព្រោះនាងតែងតែត្រូវបានគ្រូនិងមិត្តភ័ក្តិនិយាយចំអកដាក់នាងជារៀងរាល់ថ្ងៃថាខ្លួននាងគ្មានដុំខាងមុនអាគមឡើយសម្ដីទាំងនោះបានដក់ជាប់ក្នុងចិត្តនាងរហូតធ្វើឲ្យនាងជឿជាក់ថាវាជាការពិតពេលនោះបារូអាក៏បង្ហើបការពិតថាមនុស្សនៅជុំវិញខ្លួនសារីគ្រាន់តែខ្សោយពេករហូតមើលមិនឃើញពីភាពខ្លាំងរបស់នាងប៉ុន្តែនាងនៅតែមិនព្រមជឿឡើយហើយនៅតែអះអាងថាខ្លួនឯងគ្រាន់តែជាមនុស្សបរាជ័យម្នាក់តែប៉ុណ្ណោះបារូអាមិនខ្វល់នឹងការបដិសេធរបស់នាងឡើយគាត់មិនចាប់អារម្មណ៍នឹងការមិនជឿជាក់លើខ្លួនឯងរបស់នាងនោះទេប៉ុន្តែអ្នកទាំងអស់គ្នាដឹងទេត្រង់នេះគាត់កំពុងដាក់ជំរើសដ៏សំខាន់ឲ្យនាងគឺត្រូវសម្រេចចិត្តថាចង់ក្លាយជាអ្នកខ្លាំងឬក៏នៅខ្សោយបែបនេះការសម្រេចចិត្តរបស់នាងនឹងកំណត់ថាតើគាត់ត្រូវជួយនាងយ៉ាងដូចម្តេច Series រារាក់ចិត្តអស់មួយសន្ទុះធំរួចក៏ដកដង្ហើមធំរួចក៏ឆ្លើយថាខ្លួនចង់ខ្លាំងណាស់ការបដិញ្ញាចិត្តរបស់នាងបានធ្វើឲ្យបារូអាបញ្ចេញស្នាមញញឹមយ៉ាងកម្រជាលើកដំបូងដែលគាត់បានឃើញពន្លឺនៃវិញ្ញាណគ្រូមុនអាគមពិតប្រាកដនៅក្នុងខ្លួននាងដែលជាភ្លើងដែលបានដេកលក់ជាយូរមកហើយគាត់លងចិត្តនាងថាទោះជានាងមិនដឹងខ្លួនក៏នាងមានធម៌ពលមុនអាគមមហិមាលើសពីអ្វីដែលនាងធ្លាប់ស្រមៃទៅទៀតមូលហេតុដែលនាងប្រើមុនអាគមមិនបានសម្រេចគឺងាយបំផុតគឺដោយសារនាងប្រើធម៌ពលច្រើនជ្រុលហួសពីការចាំបាច់គាត់ពន្យល់ទៀតថាសូម្បីតែការគ្រប់គ្រងបរិមាណមុនអាគមក៏ត្រូវការជំនាញដែរដែលនាងកំពុងតែខ្វះខាតក្នុងពេលបច្ចុប្បន្នហេតុនេះហើយទើបការប្រើមុនអាគមកម្រិតបឋមគឺស្ទើរតែមិនអាចទៅរួចទាល់តែសោះសម្រាប់នាងក្នុងពេលនេះប៉ុន្តែមានមុនអាគមមួយប្រភេទដែលនាងអាចប្រើបានដោយមិនចាំបាច់បារម្ភពីការគ្រប់គ្រងគឺមុនអាគមកម្រិតពិសេសទោះជាឮបែបនេះក៏ Saris នៅតែសង្ស័យនិងមិនជឿថាខ្លួនឯងអាចគ្រប់គ្រងធម៌ពលដ៏មហិមាបែបនេះបានឡើយនាងនឹកឃើញថាសូម្បីតែនាយកសាលាដែលជាគ្រូមុនអាគមដ៏ខ្លាំងពូកែក៏ស្ទើរតែមិនអាចប្រើមុនអាគមកម្រិតពិសេសបានផងប៉ុន្តែបារូអាបានបញ្ជាក់ថានាងមានសមត្ថភាពស្មើនឹងលោកនាយកសាលាដែរហើយគាត់ក៏បានបង្ហើបថាខ្លួនគាត់ផ្ទាល់ក៏អាចប្រើវាបានដែរនិងប្រាប់នាងថាមុនអាគមប្រភេទនេះមិនមែនពិបាករកដូចដែលនាងគិតនេះទេមុនអាគមកម្រិតពិសេសត្រូវការធម៌ពលម៉ាណាច្រើនមហិមាដែលគ្រូមុនអាគមភាគច្រើនមិនអាចមានបានឡើយ Snake ប៉ុន្តែសម្រាប់ Saris វាគ្មានបញ្ហាអ្វីទាល់តែសោះការសន្ទនានេះធ្វើឲ្យនាងមានអារម្មណ៍ថាវិលមុខនិងតឹងចិត្តជាខ្លាំងនាងស្រឡាំងកាំងនឹងអ្វីដែលកំពុងកើតឡើងលឿនពេកប៉ុន្តែបារួសម្រេចចិត្តថាមិនចាំបាច់ត្រៀមខ្លួនអ្វីច្រើននោះទេចាំមើលទាំងអស់គ្នាទៅគាត់នឹងចាប់ផ្ដើមបង្រៀននាងភ្លាមតែម្ដងគឺបង្រៀនពីមុនអាគមកម្រិតពិសេសដែលនាងមិននឹកស្មានដល់តោះមកមើលទាំងអស់គ្នាថាតើក្មេងស្រីម្នាក់ដែលគ្រប់គ្នាគិតថាគ្មានសមត្ថភាពអាចប្រើមុនអាគមលំដាប់ខ្ពស់បំផុតបានដោយរបៀបណាព្រោះលោកបេរូអាប្រាប់ថានាងអាចធ្វើវាបានយ៉ាងងាយទោះជាយ៉ាងណាក៏ដោយ Saris នៅតែមិនទាន់ជឿជាក់ទាំងស្រុងព្រោះនាងមានអារម្មណ៍ថាខ្លួនឯងកំពុងត្រូវបានទាញឲ្យចូលទៅក្នុងរឿងដែលហួសពីសមត្ថភាពពិតរបស់នាងគំនិតនៃការរៀនមុនអាគមលំដាប់ពិសេសភ្លាមបែបនេះធ្វើឲ្យនាងមានអារម្មណ៍ភ័យខ្លាចខ្លាំងណាស់ព្រោះវាជាមុនអាគមដែលមានឥទ្ធិពលបំផ្លិចបំផ្លាញខ្លាំងបំផុតដែលនាងមិនធ្លាប់ជួបគ្រាន់តែស្រមៃពីវាក៏ធ្វើឲ្យនាងព្រួយបារម្ភដែរប៉ុន្តែលោកបេរួបានពន្យល់ដោយស្ងប់ស្ងាត់ថាមុនអាគមដែលនាងនឹងត្រូវប្រើនោះគឺមានឈ្មោះថា Prominence Gate វាគឺជាមុនអាគមភ្លើងលំដាប់ពិសេសប៉ុន្តែវាមានភាពងាយស្រួលក្នុងការគ្រប់គ្រងខ្លាំងណាស់ហើយលោកបានប្រៀបធៀបវាទៅនឹងការប្រើលំពេងភ្លើងធម្មតា
សម្រាប់អ្នកចាប់ផ្ដើមដំបូងលោកអះអាងថាដំណើរការរបស់វាគឺដូចគ្នាទាំងស្រុងប៉ុន្តែ Saris នៅតែមិនជឿថាវាអាចងាយស្រួលដូចអ្វីដែលគាត់បាននិយាយប្រាប់នាងនោះទេទោះជាយ៉ាងណាក៏ដោយនាងបានដកដង្ហើមវែងៗហើយព្យាយាមរងាប់អារម្មណ៍ភ័យខ្លាចដើម្បីប្រឈមមុខនឹងបញ្ហានេះដោយភាពក្លាហាននិងការតាំងចិត្តខ្ពស់បំផុតនាងបានសម្រេចចិត្តបោះបង់ការសង្ស័យលើខ្លួនឯងចោលហើយព្យាយាមធ្វើវាឲ្យបានខណៈដែលលោកបេរួមើលមកនាងដោយភាពពេញចិត្តយ៉ាងខ្លាំងចំពោះភាពក្លាហាននេះមុនពេលចាប់ផ្ដើម Saris ក៏បានសួរដោយភាពស្ទាក់ស្ទើរថាតើមុនអាគមនេះអាចនឹងបំផ្លាញអ្វីគ្រប់យ៉ាងដែលនៅជុំវិញខ្លួននាងរួមទាំងរូបលោកផងដែរឬទេលោកបេរួក៏បានបញ្ជាក់ពីការភ័យខ្លាចរបស់នាងថាប្រសិនបើស្ថិតក្នុងស្ថានភាពធម្មតាមុនអាគមលំដាប់ពិសេសនេះពិតជាអាចកំទេចអ្វីគ្រប់យ៉ាងដែលនៅចិត្តវាបានមែនឥឡូវនេះសូមមើលទាំងអស់គ្នាលោកបានបញ្ជាឲ្យនាងតម្រង់មុនអាគមនោះមកលើខ្លួនគាត់ផ្ទាល់ដើម្បីកុំឲ្យមានការខូចខាតដល់កន្លែងផ្សេងទៀតដែលនៅជុំវិញនោះលោកបានធានាចំពោះនាងថាមិនបាច់បារម្ភពីអ្វីដែលនឹងកើតឡើងចំពោះរូបលោកនោះទេព្រោះលោកអាចគ្រប់គ្រងស្ថានភាពនិងថាមពលទាំងអស់នេះបានយ៉ាងងាយស្រួលដោយសារតែជឿជាក់លើសម្ដីរបស់គាត់ Saris ក៏បានរៀបចំខ្លួនតាមផែនការខណៈដែលលោកបេរួសង្កេតឃើញថានាងមានភាពស្ងប់ស្ងាត់ជាងមុនឆ្ងាយណាស់ Saris បាននិយាយសារភាពថានាងមានអារម្មណ៍ភ័យស្លន់ស្លោដល់កម្រិតបំផុតទៅហើយប្រសិនបើមានរឿងអ្វីគួរឲ្យភ្ញាក់ផ្អើលជាងនេះទៀតនាងប្រកាសជាសន្លប់បាត់ស្មារតីមិនខាននាងនៅតែចាំយ៉ាងច្បាស់ពីរបៀបដែលលោកបេរួបានកំចាត់ហ្វូងបិសាចដ៏ធំដោយខ្លួនឯងកាលពីពេលមុនដែលធ្វើឲ្យនាងមានជំនឿចិត្តកាន់តែខ្លាំងលើរូបលោកដោយក្តីសង្ឃឹមនិងភាពជឿជាក់ទាំងស្រុងនាងបានបិទភ្នែកហើយផ្ដោតអារម្មណ៍យ៉ាងខ្លាំងទៅលើថាមពលមុនអាគមដែលកំពុងពុះកញ្ជ្រោលនៅខាងក្នុងខ្លួនរបស់នាងបានបញ្ចេញថាមពលមុនអាគមដ៏មហិមាបង្កើតបានជាខ្លោងទ្វារភ្លើងដ៏ធំសម្បើមមួយនៅលើដីដែលកំពុងបញ្ចេញកម្ដៅយ៉ាងខ្លាំងក្លាគួរឲ្យខ្លាចបំផុតសំឡេងគ្រឹតនៃទ្វារដែលកំពុងបើកយឺតបានបន្លឺឡើងរួមជាមួយនឹងរលកភ្លើងដ៏សន្ធោសន្ធៅដែល Saris បានបញ្ជាឲ្យវាសម្ដៅទៅរកលោកបេរួយ៉ាងលឿនទោះបីជាមានអណ្ដាតភ្លើងដ៏កាចសាហាវកំពុងឆ្ពោះទៅរកគាត់ក៏ដោយក៏លោកបេរួនៅតែឈរយ៉ាងស្ងៀមស្ងាត់ដោយគ្មានការព្រួយបារម្ភអ្វីបន្តិចសោះឡើយចំពោះមុខនាងលោកគ្រាន់តែផ្ទាត់ម្រាមដៃតែមួយប៉ុណ្ណោះស្រាប់តែមានរបាំងការពារមុនអាគមដ៏ភ្លឺចែងចាំងមួយបានមកគ្របដណ្ដប់លើដុំភ្លើងដ៏ធំនោះយ៉ាងជិតឈឹងតែម្ដង Saris ឈរមើលដោយភាពតក់ស្លុតជាខ្លាំងនៅពេលដែលឃើញថាមពលភ្លើងដ៏មហិមារបស់នាងត្រូវបានជាប់ឃុំនៅក្នុងរបាំងការពារមុនអាគមដ៏តូចមួយរបស់លោកយ៉ាងងាយលោកបេរួក៏បានរុញដុំភ្លើងនោះឡើងទៅលើមេឃយ៉ាងលឿនបំផុតដើម្បីការពារកុំឲ្យមានការខូចខាតណាមួយកើតឡើងដល់ដើមឈើឬតំបន់ដែលនៅជុំវិញនោះអ្នកទាំងអស់គ្នាឃើញទេនាងពិតជាធ្វើបានមែនលោកបានប្រាប់នាងថានាងបានទទួលជោគជ័យក្នុងការប្រើប្រាស់មុនអាគមលំដាប់ពិសេសនេះជាលើកដំបូងហើយលោកបានសង្កត់ធ្ងន់ថាជំនឿចិត្តរបស់នាងលើរូបលោកគឺជាគន្លឹះសំខាន់ដែលធ្វើឲ្យនាងអាចបញ្ចេញថាមពលដ៏ខ្លាំងក្លាបែបនេះបានដោយសុវត្ថិភាពបំផុតសម្រាប់អ្នកដទៃមុខរបស់ Saris ប្រែជាក្រហមបន្តិចខណៈដែលនាងចាប់ផ្ដើមសាកសួរពីអត្តសញ្ញាណពិតរបស់លោកប៉ុន្តែលោកបេរួបានបង្វែររឿងនេះចេញពីខ្លួនលោកភ្លាមលោកបាននិយាយថាអត្តសញ្ញាណរបស់លោកមិនមែនជារឿងសំខាន់នោះទេអ្វីដែលសំខាន់បំផុតគឺភាពជោគជ័យដ៏អស្ចារ្យដែលនាងទើបតែសម្រេចបានដោយផ្ទាល់ដៃនេះពេលនេះនាងគួរតែមានមោទនភាពចំពោះខ្លួនឯងដែលអាចធ្វើរឿងដ៏គួរឲ្យភ្ញាក់ផ្អើលបែបនេះបានទោះបីជាកន្លងមកនាងធ្លាប់គិតថាខ្លួនឯងគឺជាមនុស្សដែលគ្មានសមត្ថភាពក៏ដោយជាលើកដំបូងហើយដែល Saris មានអារម្មណ៍មានមោទនភាពចំពោះសមត្ថភាពរបស់ខ្លួនឯងព្រោះនាងមិនដែលគិតថាអាចប្រើមុនអាគមលំដាប់ពិសេសបានដោយជោគជ័យឡើយបន្ទាប់ពីបានជួបការលំបាកយ៉ាងខ្លាំងសូម្បីតែមុនអាគមកម្រិតដំបូងបង្អស់ក៏ដោយជោគជ័យមួយនេះបានធ្វើឲ្យការគិតរបស់នាងចាប់ផ្ដើមប្រែប្រួលទៅរកភាពវិជ្ជមានវិញលោកបេរួសម្លឹងមើលនាងដោយភាពស្ងប់ស្ងាត់និងដឹងយ៉ាងច្បាស់ថាសក្តានុពលមុនអាគមរបស់នាងគឺលើសពីអ្វីដែលលោកបានរំពឹងទុកតាំងពីដំបូងទៅទៀតនៅក្នុងយុគសម័យដែលសមត្ថភាពមុនអាគមកំពុងធ្លាក់ចុះនេះពិភពលោកពិតជាត្រូវការគ្រូមុនអាគមដែលត្រូវបានបណ្ដុះបណ្ដាលយ៉ាងត្រឹមត្រូវដូចជារូបនាងខ្លាំងណាស់នៅពេលនោះលោកក៏បានសួរទៅកាន់ Saris ថាតើនាងចង់ក្លាយជាកូនសិស្សរបស់លោកដែរឬទេសំណួរនេះបានធ្វើឲ្យនាងមានការភ្ញាក់ផ្អើលដល់ថ្នាក់និយាយមិនចេញការផ្ដល់ជូនភ្លាមនេះធ្វើឲ្យនាងមានអារម្មណ៍រីករាយបន្តិចប៉ុន្តែលោកបេរួបានបញ្ជាក់យ៉ាងច្បាស់ថាលោកពិតជាមានបំណងចង់បង្ហាត់បង្រៀននាងដោយភាពស្មោះត្រង់លោកបានពន្យល់ថាក្នុងចំណោមមនុស្សទាំងអស់ដែលលោកបានជួបនៅក្នុងបណ្ឌិតសភានេះនាងគឺជាអ្នកដែលមានទេពកោសល្យខ្ពស់បំផុតដែលលោកធ្លាប់បានឃើញមកជាការពិតណាស់លោកក៏បានទុកសិទ្ធិឲ្យនាងក្នុងការបដិសេធផងដែរប៉ុន្តែលោកសន្យាថានឹងបង្ហាត់នាងឲ្យក្លាយជាគ្រូមុនអាគមដ៏ខ្លាំងបំផុតម្នាក់នៅក្នុងពិភពលោកនេះបន្ទាប់មកលោកក៏បានសួររកការសម្រេចចិត្តចុងក្រោយរបស់នាងខណៈដែលចម្លើយនោះហាក់បីដូចជាត្រូវបានលោកដឹងទុកជាមុនយ៉ាងច្បាស់ទៅហើយសម្រាប់អ្នកទាំងពីរដូចអ្វីដែលបានរំពឹងទុក Saris បានយល់ព្រមតាមការចង់បានរបស់គាត់ព្រោះនាងមានអារម្មណ៍ថាជីវិតរបស់នាងត្រូវបានផ្លាស់ប្ដូរទាំងស្រុងត្រឹមតែរយៈពេល1ថ្ងៃប៉ុណ្ណោះនាងគ្មានហេតុផលអ្វីដែលត្រូវបដិសេធឱកាសដ៏ល្អបែបនេះឡើយហើយដោយមានការបដិញ្ញាចិត្តថ្មីនាងក៏បានសុំឲ្យលោកជួយមើលថែនិងបង្ហាត់បង្រៀននាងផងលើកនេះជំនួសឲ្យការហៅឈ្មោះរបស់គាត់ដូចកាលពីមុននាងបានហៅលោកបេរួថាគ្រូជំនួសវិញដែលបង្ហាញពីការគោរពជាខ្លាំងបន្ទាប់មកអ្នកទាំងពីរក៏បានដើរចូលទៅក្នុងព្រៃយ៉ាងជ្រៅជាមួយគ្នាខណៈដែលលោកបេរួមានការងឿងឆ្ងល់ថាហេតុអីបានជានាងនាំលោកមកទីនេះ
Saris បានរៀបរាប់ទាំងភាពអៀនខ្មាស់ថាដោយសារតែបន្ទុកមន្តអាគមអនុវត្តជាក់ស្ដែងរបស់នាងកន្លងមកខ្សោយពេកនាងត្រូវបានគ្រូដាក់កិច្ចការបន្ថែមមួយឲ្យធ្វើការលើកឡើងអំពីកិច្ចការបន្ថែមនេះបានធ្វើឲ្យលោក Berua មានការភ្ញាក់ផ្អើលបន្តិចហើយ Saris ក៏បានបន្តពន្យល់ពីព័ត៌មានលម្អិតផ្សេងៗនៃកិច្ចការនោះនាងត្រូវតែទៅឲ្យដល់អាសនៈដែលស្ថិតនៅជ្រៅក្នុងព្រៃហើយបញ្ចេញធម៌ពលមន្តអាគមទៅក្នុងឧបករណ៍មួយដែលនោះគឺជាអ្វីដែលនាងត្រូវធ្វើឲ្យបាននៅពេលដែលនាងក៏ត្រឡប់ទៅវិញនាងក៏នឹកឃើញថាលោក Berua ក៏ត្រូវបានគេផ្ដល់កិច្ចការដូចគ្នានឹងរូបនាងកាលពីពេលមុនផងដែរប៉ុន្តែរឿងដែលអ្នកនិងយើងត្រូវដឹងគឺថាដោយសារតែការវាយប្រហាររបស់បិសាចកាលពីពេលថ្មីៗនេះនាងមិនទាន់បានបញ្ចប់កិច្ចការនោះឲ្យបានសម្រេចនៅឡើយទេតោះមកតាមដានជាមួយខ្ញុំនៅរឿងសិស្សនិងគ្រូដ៏ខ្លាំងម្នាក់នេះខណៈដែល Saris កំពុងភ័យខ្លាចតែមានគ្រូនៅក្បែរនាងក៏លែងបារម្ភមិនចាំបាច់ខ្លាចអ្វីទាំងអស់ប៉ុន្តែ Berua នៅតែមិនយល់ថាហេតុអ្វីបានជាសាលាបញ្ជូនសិស្សដែលមិនចេះសូម្បីតែមន្តអាគមមូលដ្ឋានមកកន្លែងបែបនេះព្រោះវាអាចនឹងមានបិសាចដ៏គ្រោះថ្នាក់ដែលពួកគេមិនអាចទប់ទល់បានហើយអាចនឹងត្រូវបាត់បង់ជីវិតនៅទីនេះទៀតផង Saris បានបញ្យល់ថាកន្លងមកអ្វីៗគឺសុខសប្បាយធម្មតាទេព្រោះបិសាចភាគច្រើននៅក្នុងដែនដីសាលាឬនៅក្នុងព្រះរាជាណាចក្រនេះសិតតែជាបិសាចកំខ្សោយហើយវាមិនដែលហានចេញមកវាយប្រហារមនុស្សមុននោះឡើយដំណឹងនេះធ្វើឲ្យ Berua ភ្ញាក់ផ្អើលយ៉ាងខ្លាំងគាត់មិននឹកស្មានថាមានបិសាចដែលមិនស៊ីមនុស្សជាអាហារបែបនេះសោះព្រោះក្នុងសម័យកាលរបស់គាត់សត្វបែបនេះគឺកម្រខ្លាំងណាស់បន្ទាប់មក Saris ក៏បានរៀបរាប់តាមរបាយការណ៍ថាមានបិសាចមួយវាគឺជាបង្គោលយក្សដ៏គ្រោះថ្នាក់ដែលកំពុងលាក់ខ្លួននៅក្បែរភ្នំសាលាការលើកឡើងអំពីបង្គោលយក្សនេះបានធ្វើឲ្យ Berua នឹកឃើញភ្លាមវាគឺជាបិសាចដែលគាត់ទើបតែបានកំចាត់ចោលសោះមិននឹកស្មានថាបិសាចកំខ្សោយបែបនេះបែរជាត្រូវបានគេចាត់ទុកថាគ្រោះថ្នាក់ក្នុងសម័យនេះទៅវិញគាត់នឹកឃើញដល់សម័យកាលមុនដែលដែនដីនេះពោពេញទៅដោយបិសាចខ្លាំងៗប៉ុន្តែបើពួកវាធ្លាប់នៅទីនេះមែនវាក៏ជារឿងកាលពីជាង 1000 ឆ្នាំមុនទៅហើយគឺដោយសារតែវីរបុរសដាវមន្តអាគមដ៏ល្បីល្បាញដែលបានកំចាត់ស្ដេចបិសាចធ្វើឲ្យពួកបិសាចទាំងអស់ត្រូវដកថយចេញពីព្រះរាជាណាចក្រហើយជាលទ្ធផលបិសាចដែលធ្លាប់តែខ្លាំងពូកែក៏ចាប់ផ្ដើមចុះខ្សោយទៅ Saris ក៏យល់ស្របនឹងការលើកឡើងនេះដែរឬយ៉ាងហោចណាស់ក៏នាងជឿជាក់ថានេះគឺជាអ្វីដែលមនុស្សគ្រប់គ្នាបានដឹងតៗគ្នាឥឡូវនេះ Berua ចាប់ផ្ដើមយល់ច្បាស់ហើយនៅពេលដែលពួកបិសាចធំៗបាត់អស់ពួកបិសាចតូចតាចក៏ចុះខ្សោយតាមនោះដែរការប្រយុទ្ធគ្នាក៏តិចទៅហើយវាបានធ្វើឲ្យជំនាញប្រយុទ្ធរបស់មនុស្សសម័យនេះចុះខ្សោយខ្លាំងគួរឲ្យកត់សម្គាល់ទោះបីជាការបញ្យល់នេះហាក់ដូចជាសមហេតុផលតែមានរឿងមួយដែលធ្វើឲ្យគាត់ឆ្ងល់គឺបិសាចដែលគាត់បានជួបក្នុងថ្នាក់រៀនវាមិនមែនជាប្រភេទបិសាចដែលមាននៅក្នុងតំបន់នេះឡើយមានន័យថាពួកវាអាចនឹងមកពីកន្លែងផ្សេងប៉ុន្តែទោះជាយ៉ាងណាពួកវានៅតែខ្សោយដដែលស្រាប់តែពេលនោះសំឡេងក្រហមដ៏គួរឲ្យខ្លាចមួយបានបន្លឺឡើងមកដល់ត្រចៀកពួកគេដែលបង្ហាញថាបញ្ហាកំពុងតែមកដល់ហើយមើលចុះអ្នកទាំងអស់គ្នាបិសាចនៅចំពោះមុខនេះមើលទៅសាហាវនិងគ្រោះថ្នាក់ជាងបិសាចដែលពួកគេបានជួបពីមុនឆ្ងាយណាស់រូបរាងដ៏ចម្លែកនិងគួរឲ្យខ្លាចរបស់ពួកវាបង្ហាញពីភាពកាចសាហាវបំផុតប៉ុន្តែ Berua បែរជាមានអារម្មណ៍រំភើបទៅវិញនៅពេលបានឃើញពួកវាគាត់បានងាកទៅសួរ Saris ថាតើបិសាចប្រភេទនេះត្រូវបានគេចាត់ទុកថាមិនគ្រោះថ្នាក់ដែរឬទេគ្រាន់តែឃើញទឹកមុខភ័យខ្លាចរបស់នាងក៏ដឹងចម្លើយបាត់ទៅហើយមុនពេលបិសាចចូលមកដល់ពួកវាបានស្ទុះមករក Berua ទាំងល្ងងខ្លៅបំផុតគាត់គ្រាន់តែប្រើម្រាមដៃក្រវីស្រាលៗក៏ធ្វើឲ្យពួកវាខ្ទេចគ្មានសល់ចំពោះពួកបិសាចដែលមកបន្ទាប់ទៀតគាត់បានដកដាវចេញពីស្រោមហើយវាយប្រហារយ៉ាងរហ័សបំផុតផ្លែដាវរបស់គាត់បានកាប់ដាច់សាច់ពួកវាដូចជាកាត់ក្រដាសដោយបន្សល់ទុកតែសាកសពបិសាចនៅពាសពេញដីតែប៉ុណ្ណោះបន្ទាប់ពីកំចាត់ពួកវាអស់ហើយគាត់បានប្រាប់ Saris ថាបិសាចដែលវាប្រហារមនុស្សកំពុងតែចាប់ផ្ដើមលេចឡើងនៅគ្រប់ទីកន្លែងហើយការពិតនេះធ្វើឲ្យនាងបារម្ភយ៉ាងខ្លាំងព្រោះនាងដឹងថាមនុស្សនៅក្នុងសាលាភាគច្រើនមិនសូវមានបទពិសោធន៍ប្រយុទ្ធជាមួយបិសាចសាហាវបែបនេះទេប្រសិនបើការវាយប្រហារនៅតែបន្តកើនឡើងវានឹងមានមនុស្សរងគ្រោះថ្នាក់ដល់ជីវិតជាមិនខានក្នុងពេលឆាប់ៗនេះចំណែកឯ Berua វិញគាត់ហាក់ដូចជាពេញចិត្តនឹងស្ថានភាពនេះទៅវិញហើយគាត់កាន់តែរីករាយដែលបានសម្រេចចិត្តយកសិស្សមកបង្រៀនយ៉ាងហោចណាស់ក៏មានគ្រូមន្តអាគមម្នាក់នឹងទទួលបទពិសោធន៍ប្រយុទ្ធពិតប្រាកដខណៈដែលពួកគេកំពុងនិយាយពួកបិសាចកាន់តែច្រើនឡើងបានមកឡោមព័ទ្ធ Berua ញញឹមយ៉ាងមានល្បិចហើយប្រាប់ថានេះគឺជាឱកាសដ៏ល្អបំផុតដើម្បីបង្រៀន Saris ឲ្យចេះប្រយុទ្ធក្នុងសមរភូមិពិតប្រាកដខ្ញុំដឹងថាអ្នកទាំងអស់គ្នាកំពុងគិតអី Saris ច្បាស់ជាកំពុងស្ដាយក្រោយដែលធ្វើជាសិស្សគាត់ហើយព្រោះ Berua បែរជាដើរចេញឲ្យនាងទប់ទល់ម្នាក់ឯងដោយមិនរុញរា Berua បានដើរថយក្រោយហើយទុកឲ្យនាងប្រឈមមុខជាមួយហ្វូងបិសាចដ៏ច្រើនសន្ធឹកសន្ធាប់ទាំងនោះតែម្នាក់ឯងគាត់បានលើកទឹកចិត្តនាងថាបិសាចទាំងនេះគ្រាន់តែជាគូប្រកួតធម្មតាប៉ុណ្ណោះដែលស័ក្តិសមបំផុតសម្រាប់ការហ្វឹកហាត់លើកដំបូងរបស់សិស្សគាត់ Saris ឈោធឹងទាំងក្តីរន្ធត់ប៉ុន្តែមុនពេលដែលភាពភ័យខ្លាចគ្របដណ្ដប់ចិត្តនាងទាំងស្រុង Berua ក៏បានបញ្ជាឲ្យនាងដកដង្ហើមឲ្យស្រួលហើយតាំងចិត្តឲ្យស្ងប់គាត់រំលឹកនាងថាប្រសិនបើនាងអាចបញ្ចេញថាមពលពិតរបស់នាងបានបិសាចកម្មខ្សោយទាំងនេះនឹងក្លាយជាកំទេចធូលីក្នុងមួយប្រព្រឹត្តភ្នែកបន្ទាប់ពីស្ទាក់ស្ទើរមួយសន្ទុះពាក្យសម្ដីរបស់គាត់បានដុតកម្ដៅទឹកចិត្តនាងឲ្យងើបឡើងវិញទាំងកម្លាំងចិត្តនិងថាមពលមន្តអាគមនាងបានប្រមូលផ្ដុំថាមពលទាំងអស់ទៅក្នុងមន្តអាគម Prominence Gate ហើយភ្លាមនោះខ្លោងទ្វារភ្លើងនរកដ៏ធំសម្បើម
បានលេចឡើងនៅចំពោះមុខនាងអណ្ដាតភ្លើងដ៏សន្ធោសន្ធៅបានឆាបឆេះពួកបិសាចទាំងអស់ក្នុងមួយរំពេចដោយមិនបន្សល់ទុកអ្វីក្រៅតែពីភ័យផង់នោះឡើយជោគជ័យនេះធ្វើឲ្យនាងរំភើបចិត្តយ៉ាងខ្លាំងដូចជាក្មេងដែលកំពុងសប្បាយនៅក្នុងពិធីបុណ្យដ៏ធំមួយអញ្ចឹងការដែលដឹងថាខ្លួនឯងអាចកម្ចាត់បិសាចបានធ្វើឲ្យនាងមានមោទនភាពលើខ្លួនឯងបំផុតបារូអាក៏បានសរសើរនិងមានមោទនភាពចំពោះសិស្សម្នាក់នេះដែរគាត់បានរំលឹកនាងថាបើនាងបន្តពង្រឹងការគ្រប់គ្រងមន្តអាគមឲ្យបានល្អជាងនេះនាងនឹងទទួលបានបទពិសោធន៍ប្រយុទ្ធកាន់តែខ្លាំងក្លានាងនឹងអាចប្រើមន្តអាគមដែលខ្លាំងជាងកម្រិតខ្ពស់ទៅទៀតហើយនោះគួរតែជាគោលដៅដំបូងដែលនាងត្រូវធ្វើឲ្យបានខណៈដែលគាត់កំពុងណែនាំនាងស្រាប់តែមានចលនាចម្លែកចេញពីខាងក្រោយដែលធ្វើឲ្យគាត់ចាប់អារម្មណ៍ភ្លាមមានបិសាចខ្លះបានលួចមកវាយប្រហារគាត់ពីក្រោយប៉ុន្តែគាត់មិនទាំងងាកមើលផងក៏បានដាល់ពួកវាឲ្យខ្ទាតចេញទៅយ៉ាងងាយស្រួលបិសាចដែលនៅសល់ត្រូវបានកម្ចាត់ចោលក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះជឿខ្ញុំចោះនេះគ្រាន់តែជាការចាប់ផ្ដើមនៃរឿងដ៏អស្ចារ្យនេះទេបិសាចចុងក្រោយត្រូវគ្រោះថ្នាក់បំផុតដោយសារការទាត់មួយជើងយ៉ាងខ្លាំងបោកទៅនឹងដើមឈើប៉ុន្តែនេះមិនមែនត្រឹមតែជាការវាយទាត់ធម្មតានោះទេវាគឺជាការបង្ហាញមេរៀនដល់កូនសិស្សរបស់គាត់ដោយគាត់បានពន្យល់ថាទោះបីជាគ្រូមន្តអាគមក៏ដោយក៏ត្រូវតែមានល្បិចផ្សេងទៀតក្រៅពីមន្តអាគមដែរសារីសយល់ថាវាមិនអាចទៅរួចទេដែលគ្រូមន្តអាគមត្រូវមកប្រយុទ្ធដោយដៃទទេព្រោះនាងមិនដែលគិតថាខ្លួនឯងអាចធ្វើរឿងបែបនេះបានឡើយប៉ុន្តែបារូអាបានបញ្ជាក់យ៉ាងច្បាស់ថាសូម្បីតែគ្រូមន្តអាគមក៏ទទួលបានប្រយោជន៍ច្រើនពីការប្រយុទ្ធដោយដៃទទេក្នុងស្ថានភាពចាំបាច់បំផុតគាត់ទទូចថាជំនាញទាំងនេះនឹងជួយសង្គ្រោះជីវិតក្នុងគ្រាអាសន្នហើយសារីសក៏ចាប់ផ្ដើមគោរពនៅចំណេះដឹងនិងការបង្រៀនដ៏ជ្រាលជ្រៅរបស់គ្រូនាងបានទទួលស្គាល់សារៈសំខាន់នៃពាក្យសម្ដីរបស់គាត់ភ្លាមហើយបន្ទាប់ពីតំបន់នោះមានសុវត្ថិភាពបារូអាក៏ចាប់ផ្ដើមធ្វើដំណើរទៅមុខបន្តទៀតខណៈដែលគាត់ដើរទៅមុខសារីសនៅបង្អង់បន្តិចដោយមានអារម្មណ៍រំភើបនិងភ្ញាក់ផ្អើលចំពោះអ្វីដែលនាងទើបតែបានឃើញផ្ទាល់ភ្នែកទោះបីជានាងដឹងថាគ្រូរបស់នាងពូកែប៉ុន្តែសមត្ថភាពរបស់គាត់គឺលើសពីការស្មានដែលធ្វើឲ្យនាងផ្លាស់ប្ដូរការគិតទាំងស្រុងចំពោះគាត់ចាប់ពីពេលនេះទៅបារូអាបានសម្រេចចិត្តថាគាត់នឹងទុកឲ្យរាល់ការប្រយុទ្ធនៅខាងមុខคล้ายជាភារកិច្ចរបស់សារីសទាំងអស់តែម្ដងគាត់នឹងជួយកម្ចាត់តែឧបសគ្គតូចតាចប៉ុណ្ណោះប៉ុន្តែគាត់ចង់ឲ្យនាងជាអ្នកចេញមុខប្រយុទ្ធដោយផ្ទាល់ខណៈដែលពួកគេបន្តដំណើរទៅមុខទៀតសំឡេងផ្ទុះពីការប្រយុទ្ធមុននៅតែលាន់ឮពេញព្រៃហើយទីបំផុតពួកគេក៏បានមកដល់គោលដៅដែលបានកំណត់ទុកពេលមកដល់អាសនៈថ្មសារីសអស់កម្លាំងយ៉ាងខ្លាំងរហូតដល់សឹងតែឈរលែងចង់ជាប់ទៅហើយចំណែកបារូអាក៏ចាប់ផ្ដើមសង្កេតមើលនាងគាត់បានសួរនាំនាងប៉ុន្តែវាច្បាស់ណាស់ថានាងអស់ធម៌ពលពីខ្លួនរលីងបន្ទាប់ពីបានប្រើប្រាស់មន្តអាគមម្ដងហើយម្ដងទៀតដោយគ្មានឈប់សម្រាកចាំមើលត្រង់នេះទាំងអស់គ្នានាងបានប្រើមន្តអាគមកម្រិតខ្ពស់ដល់ទៅ5ដងដែលវាលើសពីសមត្ថភាពពិតរបស់នាងទៅទៀតសម្រាប់អ្នកដទៃវាជារឿងអស្ចារ្យប៉ុន្តែសម្រាប់បារូវិញនេះគ្រាន់តែជាកម្រិតដំបូងប៉ុណ្ណោះគាត់ឆ្ងល់ថាម្ដេចក៏នាងឆាប់អស់កម្លាំងម្ល៉េះគាត់មិនយល់ទាល់តែសោះថាគ្រាន់តែប្រើមន្តអាគម5ដងសោះក៏អស់កម្លាំងដែរដែលធ្វើឲ្យសារីសមានអារម្មណ៍ខូចចិត្តបន្តិចចំពោះគ្រូរបស់ខ្លួនទោះបីជាយ៉ាងណាក៏ដោយនាងនៅតែមានមោទនភាពចំពោះខ្លួនឯងដែលអាចឆ្លងកាត់ការលំបាករហូតមកដល់ចំណុចនេះបានទីបំផុតពួកគេមកដល់អាសនៈថ្មហើយឥឡូវនេះគ្រាន់តែបញ្ជូនមន្តអាគមទៅក្នុងឧបករណ៍នោះភារកិច្ចរបស់ពួកគេនឹងត្រូវបញ្ចប់ជាស្ថាពរប៉ុន្តែការងារនេះមិនស្រួលដូចអ្វីដែលពួកគេបានគិតតាំងពីដំបូងនោះឡើយព្រោះមានរឿងមិននឹកស្មានដល់មួយកំពុងរងចាំនៅទីនោះបារូអាចាប់អារម្មណ៍ឃើញថាមពលដ៏អាក្រក់មួយនៅក្បែរនោះហើយមិនយូរប៉ុន្មានសត្វចម្លែកដ៏សាហាវមួយក៏បានបង្ហាញខ្លួនចេញពីព្រៃប្រយ័ត្នទាំងអស់គ្នាបិសាចនេះធំណាស់ហើយគួរឲ្យខ្លាចជាងបិសាចណាទាំងអស់ដែលយើងធ្លាប់បានឃើញពីមុនមកគ្រាន់តែសំឡេងក្រហមមួយក៏អាចបង្កើតជាកម្លាំងខ្យល់យ៉ាងខ្លាំងដែលធ្វើឲ្យសារីសត្រូវខ្ទាតទៅក្រោយនិងបាត់បង់លំនឹងភ្លាមមុនពេលនាងដួលដល់ដីបារូអាបានស្ទុះទៅចាប់នាងជាប់គាត់ដឹងច្បាស់ថាស្ថានភាពពេលនេះគឺពិតជាគ្រោះថ្នាក់ខ្លាំងណាស់តាមរយៈការសង្កេតគាត់ដឹងថាសូម្បីតែគ្រូមន្តអាគមកាលពី1000ឆ្នាំមុនក៏ពិបាកនឹងតទល់ជាមួយបិសាចដ៏ខ្លាំងក្លាមួយនេះដែរបិសាចនោះមិនបង្អង់យូរឡើយវាបានស្ទុះសម្រុកមករកពួកគេយ៉ាងលឿនបំផុតចំណែកបារូអាក៏ត្រៀមខ្លួនជាស្រេចដើម្បីទប់ទល់គាត់ដឹងភ្លាមថាសារីសមិនអាចទប់ទល់នឹងរឿងនេះបានទេដូច្នេះគាត់ក៏កាន់ដាវទៅមុខដើម្បីប្រឈមមុខជាមួយវាដោយផ្ទាល់បន្ទាប់ពីការវាយបកគ្នាទៅវិញទៅមកយ៉ាងលឿនបិសាចនោះក៏បានថយក្រោយបន្តិចរួចចាប់ផ្ដើមប្រមូលផ្ដុំធម្មពលមន្តអាគមរបស់វាបានប្រើមន្តអាគមធ្វើឲ្យដីនិងថ្មហោះឡើងលើអាកាសដែលធ្វើឲ្យបារូអាមានអារម្មណ៍ចាប់អារម្មណ៍ចំពោះសមត្ថភាពប្លែករបស់វាការដែលបិសាចអាចប្រើមន្តអាគមយុគរបស់ជុំវិញខ្លួនធ្វើជាអាវុធគឺជារឿងដែលមិននឹកស្មានដល់ខណៈដែលដុំថ្មទាំងនោះកំពុងហោះមករកគាត់អ្នកទាំងអស់គ្នាឃើញទេគាត់គេចផុតយ៉ាងស្រួលរួចក៏ស្រែកប្រាប់គូនសិស្សរបស់គាត់ឲ្យប្រញាប់រត់ចេញពីទីនេះជាបន្ទាន់ប៉ុន្តែគាត់ត្រូវភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះជំនួសឲ្យការរត់គេចសារីសបែរជាឈរយ៉ាងរឹងមាំហើយត្រៀមប្រើប្រាស់មន្តអាគម Hellgate របស់នាងអណ្ដាតភ្លើងចាប់ដើមឆាបឆេះយ៉ាងសន្ធោសន្ធៅខណៈដែលនាងត្រៀមខ្លួនបញ្ចេញការវាយប្រហារដ៏ខ្លាំងក្លាមួយដើម្បីកម្ចាត់សត្រូវនៅខាងមុខទោះបីជានាងមិនប្រកាសថាមន្តអាគមនេះអាចសម្លាប់បិសាចបានឬអត់ប៉ុន្តែនាងដាច់ខាតមិនព្រមដកថយឡើយទោះបីជាមានការភ័យខ្លាចបន្តិចក៏ដោយ
គំនិតចង់រត់គេចបានផុសឡើងក្នុងក្បាលនាងប៉ុន្តែនាងបានជំរុះវាចោលភ្លាមព្រោះនាងមិនចង់ឲ្យខ្លួនឯងមើលទៅទន់ជ្រាយនៅចំពោះមុខគ្រូឡើយបិសាចនោះបានបង្វែរការចាប់អារម្មណ៍មករកនាងវិញរួចក៏បាញ់ដុំថ្មទាំងនោះសម្ដៅមករកនាងយ៉ាងលឿនបំផុតមុនពេលការវាយប្រហារមកដល់បារូអាបានស្ទុះទៅកាប់បំផ្លាញដុំថ្មទាំងនោះខ្ទេចខ្ទីអស់ដើម្បីបើកផ្លូវឲ្យកូនសិស្សរបស់គាត់នៅពេលផ្លូវត្រូវបានបើកចំហ Saris ក៏ប្រមូលផ្ដុំស្មារតីរួចបញ្ចេញមន្តអាគមដ៏មហិមារបស់នាងទៅកាន់បិសាចនោះតែម្ដងមន្តអាគម Prominence Gate បានបង្កើតជាសសរភ្លើងយ៉ាងធំសម្បើមលេបត្របាក់បិសាចនោះទាំងស្រុងគ្មានសល់សូម្បីតែបន្តិចបិសាចដ៏ខ្លាំងក្លាត្រូវបានដុតកំទេចខ្លាយជាភុផង់ហើយនៅពេលភ្លើងរលត់ទៅ Saris ក៏ឈរសម្លឹងមើលលទ្ធផលដោយភាពងឿងឆ្ងល់នាងសឹងតែមិនជឿថាខ្លួនឯងអាចធ្វើរឿងដ៏អស្ចារ្យបែបនេះបានឡើយចំណែកបារូអាក៏មានមោទនភាពចំពោះភាពរីកចម្រើនរបស់នាងយ៉ាងខ្លាំងគាត់បានប្រាប់នាងថាគ្មាននរណាម្នាក់អាចហៅនាងថាជាអ្នកបរាជ័យបានទៀតឡើយប៉ុន្តែ Saris បែរជាមានការព្រួយបារម្ភម្យ៉ាងវិញទោះបីជាសមត្ថភាពរបស់នាងកើនឡើងក៏ដោយប៉ុន្តែនាងបារម្ភថាគ្មាននរណាម្នាក់នៅក្នុងសាលាបានឃើញការវាយប្រហារដ៏ខ្លាំងក្លានេះឡើយនាងខ្លាចថាគេនឹងមិនជឿថានាងអាចកម្ចាត់បិសាចដ៏សាហាវនេះបានប៉ុន្តែបារូក៏បានយល់ស្របនៅអ្វីដែលនាងបាននិយាយគាត់បានទទួលស្គាល់ថាវាជាការពិតដែលគ្មានអ្នកឃើញប៉ុន្តែគាត់បានធានាចំពោះនាងថារឿងមួយដែលច្បាស់បំផុតនោះគឺកិត្តិយសរបស់នាងនឹងផ្លាស់ប្ដូរជឿខ្ញុំទៅចាប់ពីពេលនេះទៅគេឈ្មោះរបស់នាងនឹងល្បីរន្ទឺហើយក៏គ្មាននរណាហ៊ានមើលងាយនាងដូចមុនទៀតដែរបន្ទាប់មកគាត់ក៏បានបដូរប្រធានបទទៅនិយាយអំពីឧបករណ៍បញ្ជូនមន្តអាគមវិញដោយពន្យល់ពីរបៀបដែលវាដំណើរការយ៉ាងលម្អិតតោះមើលទាំងអស់គ្នាឧបករណ៍នេះនឹងបញ្ជូនថាមពលត្រឡប់ទៅសាលាវិញដើម្បីឲ្យគ្រូដឹងថាអ្នកណាជាអ្នកបង្ហើយភារកិច្ចស្លាកស្នាមថាមពលមន្តអាគមដែលបន្សល់ទុកក្នុងការបញ្ជូននេះនឹងក្លាយជាភស្តុតាងបញ្ជាក់ថាការងារត្រូវបានសម្រេចជាស្ថាពរបន្ទាប់មកគាត់ក៏បានសួរសំណួរដ៏គួរឲ្យចាប់អារម្មណ៍មួយទៅកាន់ Saris ថាតើនឹងមានអ្វីកើតឡើងប្រសិនបើមន្តអាគមកម្រិតខ្ពស់បំផុតវាយប្រហារលើឧបករណ៍នេះរំពេចនោះនាងក៏ចាប់ផ្ដើមយល់ច្បាស់ហើយដឹងភ្លាមថាថាមពលមន្តអាគមដ៏មហាសាលពីការវាយប្រហារអំបញ្ញមិញនឹងត្រូវបញ្ជូនត្រង់ទៅកាន់សាលាភ្លាមតែម្ដងការគិតរបស់នាងគឺត្រឹមត្រូវបំផុតហើយបារូអាក៏បានបញ្ជាក់បន្ថែមពីការសង្ស័យរបស់នាងយ៉ាងច្បាស់លាស់លទ្ធផលបានបង្ហាញមកភ្លាមឧបករណ៍បញ្ជូនមន្តអាគមមិនត្រឹមតែស្រូបយកថាមពលរបស់នាងប៉ុណ្ណោះទេប៉ុន្តែថែមទាំងលើសចំណុះទៀតផងវាបានផ្ទុះឡើងយ៉ាងខ្លាំងក្លាដូចជាកំអែភ្នំភ្លើងដែលកំពុងឆាបឆេះមួយរំពេចនោះ Saris បានត្រឹមតែឈរថ្លឹងនាងមើលទៅហាក់ដូចជាទើបតែបានឃើញខ្មោចអញ្ចឹងចំណែកឯប៊ូរៈវិញក៏បានត្រឹមតែឈរមើលដោយភាពរីករាយដោយសារតែការបង្ហាញថាមពលដ៏គួរឲ្យភ័យខ្លាចនេះវាមិនអាចជៀសផុតឡើយដែលនាងនឹងត្រូវសាលាហៅទៅជួបក្នុងពេលឆាប់ៗនេះកាត់មកដល់ពេលដែលត្រូវប្រឈមមុខគ្រូដែលទទួលបន្ទុកត្រួតពិនិត្យការបញ្ជូនថាមពលបានកំណត់អត្តសញ្ញាណប្រភពមន្តអាគមយ៉ាងរហ័សឥឡូវនេះ Saris កំពុងឈរនៅចំពោះមុខគ្រូបង្ហាត់របស់នាងដោយព្យាយាមរក្សាភាពស្ងប់ស្ងៀមបំផុតតាមដែលអាចធ្វើទៅបានបុរសចំណាស់រូបនោះបានស្ដីបន្ទោសនាងដោយលើកឡើងថាគ្មានលេសណាមួយដែលអាចយកមកដោះស្រាយចំពោះការបំផ្លាញបូជនីយដ្ឋានដ៏ពិសិដ្ឋរបស់សាលាឡើយបន្ទាប់មកគាត់បាននិយាយអំពីអ្នកប្រាជ្ញដាវក្នុងរឿងព្រេងនិទានហើយឆ្ងល់ថាតើលោកនឹងមានប្រតិកម្មយ៉ាងណាចំពោះការធ្វេសប្រហែសបែបនេះទោះជាយ៉ាងណាក៏ដោយអ្វីដែលលោកគ្រូមិនបានដឹងនោះគឺថាអ្នកប្រាជ្ញដាវរូបនោះកំពុងតែឈរនៅទីនោះស្រាប់ទៅហើយប្រយ័ត្នបន្តិចត្រង់នេះហើយដែលគួរឲ្យអស់សំណើចបំផុតព្រោះបារូបានត្រឹមតែលួចញញឹមម្នាក់ឯងខណៈដែលគាត់ដឹងការពិតគ្រប់យ៉ាងតាមពិតទៅអ្នកប្រាជ្ញដាវប្រហែលជាមិនខ្វល់ខ្វាយពីរឿងតូចតាចដូចជាបូជនីយដ្ឋាននេះទេទោះបីជាគ្រូបង្ហាត់មានការខឹងសម្បាយ៉ាងណាក៏ដោយប៉ុន្តែគ្រូគ្មានហេតុផលអ្វីដែលត្រូវឲ្យ Saris ធ្លាក់នោះទេព្រោះចុងក្រោយមន្តអាគមនោះគឺជាធម្មពលពិតប្រាកដរបស់នាងតែម្ដងនៅពេលដែលឮបែបនេះ Saris មានអារម្មណ៍ធូរស្រាលនិងពេញចិត្តយ៉ាងខ្លាំងក្នុងពេលតែមួយបន្ទាប់មកលោកគ្រូក៏ងាកមកចាប់អារម្មណ៍លើ Daria វិញរហូតមកដល់ពេលនេះគាត់គ្រាន់តែជាអ្នកបរាជ័យម្នាក់ប៉ុណ្ណោះប៉ុន្តែឥឡូវនេះទាំងគាត់និង Saris បានបង្ហាញសមត្ថភាពមន្តអាគមដ៏អស្ចារ្យលោកគ្រូមិនអាចយល់បានថាតើមានអ្វីកើតឡើងរវាងពួកគេទាំងពីរទើបបណ្ដាលឲ្យមានការផ្លាស់ប្ដូរដ៏គួរឲ្យភ្ញាក់ផ្អើលបែបនេះសោះប៉ុន្តែប៊ូរូនៅតែរក្សាភាពស្ងប់ស្ងាត់ហើយបានប្រកែកថា Saris នៅតែជាមនុស្សដដែលដូចពីមុនអញ្ចឹងភាពខុសគ្នាតែមួយគត់គឺថាទេពកោសល្យដ៏មហាសាលរបស់នាងដែលសាលាបានមើលរំលងជាយូរមកហើយនោះត្រូវបានទទួលស្គាល់ដោយរូបគាត់ផ្ទាល់នៅពេលនេះមកដល់ចំណុចនេះលោកគ្រូពិតជាមានការងឿងឆ្ងល់យ៉ាងខ្លាំងហើយមិនអាចដឹងបានថាតើក្មេងប្រុសម្នាក់នេះជានរណាឲ្យប្រកាសនោះទេរំពេចនោះបារូអាក៏នឹកឃើញថាគាត់ទទួលបានភារកិច្ចដោយ Saris ដែរប៉ុន្តែគាត់មិនទាន់មានឱកាសបានបង្ហើយវានៅឡើយទេដោយសារតែនាងបានបំផ្លាញឧបករណ៍បញ្ជូនមន្តអាគមបាត់ទៅហើយប៉ុន្តែលោកគ្រូហាក់ដូចជាមិនចង់ធ្វើតេស្តសាកល្បងលើរូបគាត់ទៀតឡើយគាត់បានដឹងយ៉ាងច្បាស់ពីសមត្ថភាពរបស់ប៊ូរូរួចទៅហើយក៏បានសម្រេចចិត្តឲ្យគាត់ជាប់ដោយមិនចាំបាច់ឆ្លងកាត់ការសាកល្បងអ្វីទាំងអស់លោកគ្រូថែមទាំងបានសារភាពដោយចំហថាលទ្ធផលវានឹងមិនមានអ្វីខុសប្លែកគ្នានោះទេទោះបីជាប៊ូរូចូលរួមធ្វើតេស្តដោយផ្ទាល់ក៏ដោយមុនពេលដែលលោកគ្រូអាចនិយាយអ្វីបានលើសពីនេះប៊ូរូនិង Saris ក៏បានចាកចេញយ៉ាងលឿនដើម្បីទៅមើលប្រតិកម្មរបស់អ្នកដទៃប៊ូរូអាបានដើរកាត់សាលាដោយភាពជឿជាក់
ហាក់បីដូចជាស្ដេចក្នុងចំណោមសិស្សានុសិស្សទាំងឡាយសំឡេងខ្សឹបខ្សៀវបានចាប់ផ្ដើមរីករាលដាលយ៉ាងរហ័សប្រធានបទក្តៅបំផុតប្រចាំថ្ងៃគឺគ្មាននរណាក្រៅពីគ្រូមន្តអាគមដែលបានបញ្ឈប់ការឈ្លានពានរបស់បិសាចនោះទេសូម្បីតែរឿងរបស់ Saris ក៏ល្បីខ្លាំងដែរទោះជាយ៉ាងណាក៏ដោយមនុស្សជាច្រើននៅតែភ្ជាប់ឈ្មោះរបស់នាងទៅនឹងហេតុការណ៍ដែលបានបំផ្លាញបូជនីយដ្ឋានដ៏ពិសិដ្ឋរបស់សាលាដដែលខ្ញុំដឹងថាអ្នកទាំងអស់គ្នាកំពុងគិតអ្វីប៉ុន្តែសម្រាប់បារូវ៉ាវិញគាត់មានអារម្មណ៍ពេញចិត្តខ្លាំងណាស់ព្រោះរឿងរ៉ាវបានរីករាលដាលដោយអ្វីដែលគាត់រំពឹងទុកចំណែកឯ Saris វិញនាងហាក់ដូចជាមិនសូវសប្បាយចិត្តប៉ុន្មានទេព្រោះនាងមានអារម្មណ៍មិនស្រណុកក្នុងចិត្តចំពោះការយកចិត្តទុកដាក់បែបនេះក្នុងពេលជាមួយគ្នានោះនៅពីក្រោយពួកគេមានក្រុមក្មេងស្រីៗជាច្រើនបានចោមរោមសិស្សម្នាក់ដែលមើលទៅមានភាពលេចធ្លោខ្លាំងជាងគេបំផុតយុវជនសក់ពណ៌ប្រាក់ម្នាក់នោះមើលទៅពិតជាមានប្រជាប្រិយភាពខ្លាំងណាស់ហើយគាត់បានចូលមកសួរសុខទុក្ខដារីយ៉ាយ៉ាងរាក់ទាក់បំផុតចំណែកឯបារូវ៉ាវិញហាក់ដូចជាមិនចាប់អារម្មណ៍នឹងការគួរសមឡើយហើយក៏បានសួរនាំអំពីអត្តសញ្ញាណពិតប្រាកដរបស់យុវជនម្នាក់នោះភ្លាមៗមុនពេលទទួលបានចម្លើយ Saris ក៏បានទាញគាត់ចេញទៅម្ខាងហើយប្រាប់ថាសិស្សម្នាក់នោះមានឈ្មោះថា Flame Raker គាត់គឺជាសិស្សច្បងឆ្នាំទី3និងជាអ្នកប្រើដាវដ៏ឆ្នើមម្នាក់ប៉ុន្តែ Flame មិនមែនមកទីនេះដើម្បីតែនិយាយលេងសើចនោះទេគាត់មានហេតុផលជាក់លាក់ក្នុងការស្វែងរកប៊ូរ៉ាហើយសំណើរបស់គាត់គឺសាមញ្ញបំផុតគឺគាត់ចង់ប្រកួតជាមួយរូបគាត់តែម្ដងបារូវ៉ាមានការងឿងឆ្ងល់យ៉ាងខ្លាំងចំពោះការបញ្ចេញចម្លើយដ៏គួរឲ្យភ្ញាក់ផ្អើលនេះហើយក៏ឆ្ងល់ថាហេតុអ្វីបានជាសំណើនេះកើតឡើងភ្លាមៗបែបនេះតាមពិតទៅក្រុមប្រឹក្សាអ្នកប្រើដាវកំពូលកំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍ថ្មីៗដែលពាក់ព័ន្ធនឹងការវាយប្រហាររបស់បិសាចការស៊ើបអង្កេតរបស់ពួកគេបានបង្ហាញថាមានគ្រូមន្តអាគមម្នាក់ជាអ្នកជួយសង្គ្រោះសាលាហើយរឿងនេះបានធ្វើឲ្យពួកគេមិនសូវសប្បាយចិត្តឡើយពួកគេក៏បានសម្រេចចិត្តបញ្ជូនអ្នកចម្បាំងដែលខ្លាំងបំផុតម្នាក់មកប្រកួតប្រជែងជាមួយគ្រូមន្តអាគមរូបនោះដើម្បីបង្ហាញថាអ្នកប្រើដាវនៅតែខ្លាំងជាងគេបង្អស់គុំទៅណាឲ្យសោះព្រោះអ្នកនិងខ្ញុំចិត្តបានឃើញការប៉ះទង្គិចគ្នាដ៏អស្ចារ្យរវាងមន្តអាគមនិងដាវក្នុងពេលឆាប់ៗនេះហើយតោះមកមើលជាមួយខ្ញុំពេលដែលតួឯកយើងចាប់ផ្ដើមធុញទ្រាន់នឹងពួកក្រុមប្រឹក្សាដែលគិតតែពីអំណាចជំនួសឲ្យការខ្វល់ខ្វាយពីរឿងធំប៊ូរ៉ាបែរជាសុំទោសគេហើយសួរសំណួរដ៏ឆ្កួតបំផុតមួយទៅកាន់គ្រប់គ្នាថាតើក្រុមប្រឹក្សាដាវកំពូលនឹងជាស្អីទៅសំណួរនេះធ្វើឲ្យសារីហួសចិត្តជាខ្លាំងព្រោះនាងចាប់ផ្ដើមដឹងថាដារីយ៉ាកំពុងតែភ្លេចអស់ហើយនាងក៏សម្រេចចិត្តបញ្យល់ប្រាប់គេឡើងវិញអំពីស្ថាប័នមានអំណាចធំចំនួន2នៅក្នុងប្រទេសដែលគ្រប់គ្រងអ្វីៗទាំងអស់ស្ថាប័នទាំងនោះមានដូចជាក្រុមប្រឹក្សាដាវកំពូលនិងវិទ្យាស្ថានមន្តអាគមមជ្ឈិមដែលជាកន្លែងមានអធិបុលបំផុតសម្រាប់គ្រប់គ្នាស្ថាប័នទី1គឺគ្រប់គ្រងលើអ្នកប្រើដាវទាំងអស់ទូទាំងនគរចំណែកស្ថាប័នទី2វិញគឺជាអ្នកគ្រប់គ្រងលើពួកអ្នកមន្តអាគមពួកកម្លាំងទាំងពីរនេះមានអំណាចខ្លាំងក្លាដូចគ្នាប៉ុន្តែពួកគេតែងតែឆ្លោះគ្នានិងចង់ឈ្នះចង់ចាញ់គ្នាជាប្រចាំប៊ូរ៉ាចាប់ផ្ដើមឆ្ងល់ពីចំនួនមិនចេះឈប់នេះក៏សួររកព័ត៌មានលម្អិតបន្ថែមទៀតដើម្បីឲ្យដឹងច្បាស់គេបានដឹងថាស្ថាប័នទាំងពីរនេះចង់បញ្ជាក់រៀងៗខ្លួនថាជំនាញរបស់ពួកគេគឺជាវិជ្ជាដែលខ្លាំងជាងគេបំផុតក្នុងលោកចំពោះរូបគាការជជែកវែកញែកនេះគឺដូចក្មេងលេងសើចអញ្ចឹងព្រោះមន្តអាគមឬដាវគឺវាខ្លាំងទៅតាមកលៈទេសៈតែប៉ុណ្ណោះ Saris យល់ស្របនឹងរឿងនេះហើយបន្ថែមថាដោយសារតែចំនួននេះហើយទើបធ្វើឲ្យអ្នកប្រើដាវនិងអ្នកមន្តអាគមស្អប់គ្នាខ្លាំងបន្ទាប់មកពួកគេក៏ងាកមកមើល Flame វិញដែលបានឈររងចាំយ៉ាងអត់ធ្មត់ដើម្បីបន្តការសន្ទនារបស់គេនៅតែបន្តសុំប្រកួតដដែលដោយនិយាយថាការទទួលយកការប្រកួតនេះគឺជាការផ្ដល់កិត្តិយសដល់អ្នកប្រើដាវដោយគ្មានការរារាំងបូរ៉ាក៏យល់ព្រមភ្លាមធ្វើឲ្យ Flame ភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះគេស្មានតែតួឯកយើងមិនហ៊ានឥឡូវនេះអ្នកទាំងអស់គ្នាត្រូវមើលឲ្យច្បាស់ព្រោះការប្រកួតនេះប៊ូរ៉ាចង់តេស្តមើលថាតើវិជាដាវសម័យនេះខ្លាំងដល់កម្រិតណាបើសារតែពួកអ្នកមន្តអាគមសម័យនេះទុនខ្សោយពេកគេក៏មិនសឹករំពឹងខ្ពស់លើពួកអ្នកប្រើដាវប៉ុន្មានដែរខណៈពេលកំពុងដើរទៅកាន់ទីលានប្រកួតបារូក៏បានសួរនាំពីគេឈ្មោះរបស់ Flame យ៉ាងសាមញ្ញបំផុតហេតុអ្វីបានជាគេហៅឯងថាជាកំពូលអ្នកដាវអច្ឆរិយៈប៉ុន្តែ Flame ហាក់ដូចជាមិនសូវខ្វល់នឹងងារមួយនេះប៉ុន្មានទេគេជឿថាគេមិនបានខ្លាំងដល់ថ្នាក់ហ្នឹងទេគេគ្រាន់តែមានការតាំងចិត្តនិងស្រឡាញ់វិជាដាវខ្លាំងជាងអ្នកដទៃតែប៉ុណ្ណោះ Saris ក៏បានចូលមកជួយបញ្យល់បន្ថែមថា Flame គឺជាអ្នកប្រើដាវដែលខ្លាំងជាងគេបំផុតប្រចាំសាលាមួយនេះនាងបានព្រមានថាសូម្បីតែសម្រាប់ដារីយ៉ាខ្លួនឯងក៏ការប្រកួតនេះមិនមែនជារឿងងាយស្រួលសម្រាប់គេដែរនាងចង់ឲ្យគេប្រកួតដោយយកចិត្តទុកដាក់បំផុតប៉ុន្តែប៊ូរ៉ានៅតែមានភាពជឿជាក់លើខ្លួនឯងយ៉ាងខ្លាំងគេបានប្រកាសយ៉ាងច្បាស់ថាកម្លាំងរបស់គេមិនមែនខ្លាំងបំផុតត្រឹមសាលានេះទេគឺខ្លាំងបំផុតនៅក្នុងលោកតែម្ដងបន្ទាប់មកទស្សនវិជ្ជាក៏បានកាត់មកដល់ទីលានប្រកួត Burrito Academy Arena ដែលអ្នកទាំងពីរបានត្រៀមខ្លួនរួចជាស្រេចប៊ូរ៉ាហាក់ដូចជាចាប់អារម្មណ៍នឹងការរៀបចំទីលាននេះបន្តិចដែរដែលគេបានសាងសង់វាឡើងយ៉ាងធំស្កឹមស្កៃនៅពេលដែលគេក៏លេចមើលទៅកន្លែងអង្គុយមើលគេក៏ឃើញមុខ Saris ដែលកំពុងតែស្រែកហូគាំទ្រគេយ៉ាងខ្លាំងប៉ុន្តែការគាំទ្ររបស់នាងត្រូវបានកាត់ផ្ដាច់ភ្លាមដោយសារតែសម្រែកគាំទ្ររបស់ពួកក្រុមអ្នកគាំទ្រស្រីៗរបស់ Flame កំពូលអ្នកដាវរូបនេះបានសម្រេចចិត្តប្រើដាវឈើសម្រាប់ការប្រកួតហើយប្រាប់ឲ្យប៊ូរ៉ាប្រើមន្តអាគមឲ្យអស់ពីសមត្ថភាព
មកដល់កន្លែងនេះអ្នកទាំងអស់គ្នាប្រហែលជាគិតដូចខ្ញុំហើយព្រោះតួឯកយើងមិនព្រមប្រើមុនអាគមសុំបីតែបន្តិចគេបែរជាចាប់យកដាវឈើមកវិញហើយបញ្ជាក់ថានេះមិនមែនជាការមើលងាយសមត្ថភាពរបស់ Flame នោះទេគឺមកពីគេមានទំនុកចិត្តលើវិជាដាវរបស់ខ្លួនឯងខ្លាំងពេករហូតដល់ធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលជាមួយនឹងធម៌ពលពណ៌ខៀវយ៉ាងខ្លាំងក្លាប៊ូរ៉ូអាបានប្រកាសថាភាពខុសគ្នានៃកម្លាំងនឹងត្រូវបង្ហាញតាមរយៈមុខដាវ Flame ចាប់ដើមមានចំណាប់អារម្មណ៍ចង់ឃើញថាតើអ្នកមុនអាគមម្នាក់នេះប្រើដាវបានខ្លាំងដល់កម្រិតណានៅពេលដែលការរាប់ថយក្រោយបានបញ្ចប់ Flame ក៏បានសម្រុកចូលទៅវាយប្រហារយ៉ាងខ្លាំងដើម្បីផ្ដួលដៃគូរបស់គេប៉ុន្តែប៊ូរ៉ូអាចទប់ទល់បានយ៉ាងងាយបំផុតដែលធ្វើឲ្យ Flame ស្រឡាំងកាំងនិងមិនចង់ជឿនឹងភ្នែកទោះបីជាគេព្យាយាមវាយសម្រុកម្ដងហើយម្ដងទៀតក៏ដោយក៏តួឯករបស់យើងអាចវាយបកនិងការពារបានទាំងអស់ដោយការតាំងចិត្តចង់ឈ្នះ Flame បានបង្កើនល្បឿនវាយសម្រុកយ៉ាងលឿនប៉ុន្តែប៊ូរ៉ូអានៅតែឈរយ៉ាងរឹងមាំដដែលគេឈរមើល Flame ដោយកែវភ្នែកប្រកបដោយទំនុកចិត្តខណៈដែល Flame ចាប់ផ្ដើមភ័យខ្លាំងឡើងក្នុងចិត្តគេមិនយល់ថាហេតុអីបានជាមានមនុស្សដែលអាចខ្លាំងទាំងមុនអាគមនិងដាវក្នុងពេលតែមួយបានបែបនេះគេក៏បានសម្រុកចូលទៅវាយម្ដងទៀតប៉ុន្តែប៊ូរ៉ូនៅតែការពារបានយ៉ាងងាយដូចពេលមុនអញ្ចឹងពេលនេះ Flame ជឿជាក់ថាកម្រិតនៃការប្រើដាវរបស់តួឯកយើងគឺប្រហាក់ប្រហែលនឹងកំពូលអ្នកដាវក្នុងរឿងព្រេងនិទានបាត់ហើយចំណែកឯប៊ូរ៉ូវិញក៏មានការស្ងើចសរសើរចំពោះ Flame ដែរព្រោះយូរហើយដែលគេមិនបានសប្បាយបែបនេះប៉ុន្តែនៅពេលដែលគេពិនិត្យមើលដាវឈើរបស់គេឃើញថាវាចាប់ផ្ដើមប្រេះដោយសារតែការវាយសម្រុកចុងក្រោយរបស់ Flame ជាមួយនឹងទឹកមុខស្ងប់ស្ងាត់បារូអាសម្រេចចិត្តថានឹងឈប់លេងសើចទៀតហើយដោយគេចាប់ផ្ដើមប្រើមុនអាគមលើដាវឈើនោះគេញញឹមយ៉ាងពេញចិត្តហើយត្រៀមខ្លួនបញ្ចប់ការប្រកួតនេះជឿខ្ញុំទៅរឿងបន្ទាប់ទៀតពិតជាកក់ក្រើកមិនខានទេតោះមកមើលការប្រកួតដ៏ជក់ចិត្តដែលយើងមិនគួររំលងគាត់បានស្ទុះទៅមុខយ៉ាងលឿនស្លេវតែម្ដងការវាយប្រហារនេះធ្វើឲ្យ Flame ស្ទើរតែទប់មិនជាប់ហើយកម្លាំងរបស់វាថែមទាំងធ្វើឲ្យគេបាត់បង់ជំហរទៀតផងបារូអាមិនទុកពេលឲ្យគេដកដង្ហើមទេគេបន្តវាយសម្រុកភ្លាមប៉ុន្តែ Flame នៅតែអាចគេចផុតដដែល Flame ថយក្រោយដើម្បីទប់លំនឹងខណៈបារូអាសើចសប្បាយហើយហៅគេថាជាកំពូលអ្នកដាំងប៉ិនប្រសពម្នាក់ដាវរបស់ពួកគេបានប៉ះគ្នាខ្លាំងបង្កើតជាកម្លាំងផ្ទុះរញ្ជួយពេញទីលានប្រកួតតែម្ដងទោះបីជាបារូប្រើកម្លាំងខ្លាំងក៏ដោយក៏គេនៅតែភ្ញាក់ផ្អើលដែលឃើញ Flame នៅតែអាចទប់ទល់បានយ៉ាងល្អរំពេចនោះ Flame បានលោតទៅលើអាកាសយ៉ាងលឿនដើម្បីវាយឆ្មក់ពីក្រោយប៉ុន្តែបារូបានដឹងខ្លួនមុនបាត់ទៅហើយគេគិតថា Flame ពិតជាសមនឹងងារជាអ្នកដាវឆ្នើមតាំងពី1000ឆ្នាំមុនមែនគេស្ទើរតែវាយត្រូវបារូអាទៅហើយប៉ុន្តែបារូអារងជាប់យ៉ាងងាយធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលគេចាប់ផ្ដើមសម្គាល់ឃើញថាដាវឈើរបស់គេចិត្តបាក់ហើយ Flame ដកដង្ហើមធំហើយទទួលស្គាល់ថាបារូអាពិតជាខ្លាំងមិនធម្មតាគេមិនដែលឃើញដាវប្រេះដោយសារកម្លាំងបែបនេះទេពេលនេះគេដឹងច្បាស់ថាខ្លួនឯងពិតជាមើលស្រាលសមត្ថភាពរបស់បារូអាខ្លាំងណាស់ពីមុនមកដោយក្តីស្ដាយក្រោយគេក៏បានទទួលស្គាល់យ៉ាងពេញទំហឹងថាបារូអាគឺជាអ្នកដាវដ៏អស្ចារ្យម្នាក់បំផុតបារូអាក៏ញញឹមតបវិញយ៉ាងស្រស់ស្រាយព្រោះគេចូលចិត្តភាពស្មោះត្រង់របស់ Flame ដែលជាចំណុចល្អមួយបន្ទាប់ពីការប្រកួតដ៏ជក់ចិត្តមកបារូអាក៏អនុញ្ញាតឲ្យគេហៅឈ្មោះចំដោយមិនបាច់ប្រើពាក្យគួរសមច្រើនពេកឡើយប៉ុន្តែបារូអានៅតែបញ្ចុះថាគេនៅតែក្មេងខ្ចីនៅឡើយ Flame បានត្រឹមតែញញឹមស្ងួតទាំងមិនដឹងនិយាយអ្វីដោយឃើញថាដាវរបស់ពួកគេជិតដល់ដែនកំណត់ហើយគេក៏ស្នើឲ្យបញ្ចប់ការប្រកួតនេះមុនពេលវាបាក់ទាំងស្រុងចាំមើលណាអ្នកទាំងអស់គ្នាវគ្គផ្ដាច់ព្រាត់មកដល់ហើយបារូអាក៏យល់ព្រមភ្លាមខណៈ Flame តម្រង់ដាវទៅមុខគេបដិញ្ញាថានឹងប្រយុទ្ធឲ្យអស់ពីសមត្ថភាពហើយក៏បានប្រើក្បាច់ពិសេសរបស់ខ្លួនវាយសម្រុកទៅលើបារូអាតែម្ដងពន្លឺពណ៌ស្វាយបានជះចេញមកយ៉ាងលឿនដើម្បីផ្ដួលគូប្រកួតប៉ុន្តែវាមិនអាចធ្វើអ្វីបារូអាបានឡើយបារូអានៅតែស្ងប់ស្ងាត់គេដឹងថាក្បាច់នេះខ្លាំងលើសពីកម្រិតសិស្សធម្មតាប៉ុន្តែសម្រាប់គេការគិតគឺងាយស្រួលណាស់ប្រសិនបើមើលក្បាច់នេះមិនធ្លុះទេគេមិនសមជាកំពូលអ្នកដាវឡើយរួចគេក៏ស្ទុះទៅគៀកគូប្រកួតក្នុងមួយពព្រិចភ្នែកគេបានផ្ដួល Flame យ៉ាងងាយបំផុតហើយការប្រកួតក៏បានបញ្ចប់ទៅដោយ Flame បានទទួលស្គាល់បរាជ័យរបស់ខ្លួនគេក៏វត្តដាវឈើចោលទាំងញញឹមព្រោះគេពិតជាមានមោទនភាពណាស់ដែលបានប្រកួតជាមួយកំពូលអ្នកដាវម្នាក់នេះនៅពេលចប់ការប្រកួត Saris បានរត់ទៅរកបារូអាយ៉ាងលឿនហើយសរសើរគេមិនដាច់ពីមាត់ឡើយគេបានអរគុណនាងសម្រាប់ការគាំទ្រប៉ុន្តែអារម្មណ៍ល្អក៏បាត់អស់ភ្លាមនៅពេលឮសំឡេងស្រីស្រែកហូរកញ្ជ្រៀវហ្វូងអ្នកគាំទ្ររបស់ Flame នាំគ្នាស្រែកយំអាណិត idol របស់ពួកគេហើយនិយាយថាគេនៅតែជាអ្នកដែលខ្លាំងបំផុតជានិច្ចទោះបីជាចាញ់បារូអាក៏ដោយក៏ពួកគេមិនខ្វល់ទេធ្វើឲ្យបារូអាមើលទៅពួកគេទាំងហួសចិត្តជាខ្លាំងបន្ទាប់មក Flame ក៏បានហុចដៃមកអរគុណបារូអាសម្រាប់ការប្រកួតដ៏អស្ចារ្យនិងមានន័យបំផុតមួយនេះឥឡូវពួកគេខ្លាចជាមិត្តនឹងគ្នាហើយប៉ុន្តែអ្នកដឹងទេថាមានរឿងមិនស្រួលមួយកំពុងកើតឡើងបារូអាបារម្ភថា Flame នឹងមានបញ្ហាជាមួយក្រុមប្រឹក្សាអ្នកដាវកំពូលដោយសារតែគេបានចាញ់ការប្រកួតនេះ Flame ក៏យល់ស្របដែរថាពួកគេច្បាស់ជាខឹងខ្លាំងមិនខាននៅពេលដឹងថាគេចាញ់ក្រោមដៃគ្រូមុនអាគមបែបនេះជាពិសេសគឺចាញ់អ្នកដែលអាចប្រើទាំងមុនអាគមនិងដាវបានយ៉ាងស្ទាត់ជំនាញដូចជាបារូអាតែម្ដងគេគិតថាខ្លួនឯងប្រហែលជាត្រូវបណ្ដឹងចេញជាមិនខានចំណែកបារូអាវិញបានត្រឹមតែអេះក្បាលហួសចិត្ត
គេយល់ថាការបែងចែករវាងមន្តអាគមនិងវិជាដាវគឺជារឿងដែលគួរឲ្យអស់សំណើចនិងគ្មានប្រយោជន៍សោះឡើយគេឆ្ងល់ថាហេតុអ្វីបានជាគ្មានក្រុមណាដែលរួមបញ្ចូលវិជាទាំងពីរនេះចូលគ្នាឲ្យបានល្អប្រសើរជាងនេះសោះខណៈកំពុងគិតពីរឿងនេះគំនិតថ្មីមួយក៏បានលេចឡើងក្នុងក្បាលរបស់គេភ្លាមរហូតធ្វើឲ្យ Saris ចាប់ផ្ដើមបារម្ភនាងបានសួរដោយក្តីបារម្ភថាគេកំពុងគិតចង់ធ្វើអ្វីរួចបារូអាក៏បានប្រកាសយ៉ាងរំភើយអំពីគម្រោងការរបស់គេប្រាប់ថានឹងបង្កើតក្រុមផ្ទាល់ខ្លួនមួយធ្វើឲ្យ Saris និយាយលេងចេញចំណែក Flame វិញក៏សួរបញ្ជាក់ទាំងងឿងឆ្ងល់ Barua បញ្ជាក់យ៉ាងច្បាស់ថាមិនថាប្រើមន្តអាគមឬដាវទេវាមិនមែនជាបញ្ហាសំខាន់សម្រាប់គេឡើយគេតាំងចិត្តបង្កើតក្រុមដែលទទួលយកអ្នកចេះទាំងពីរមុខវិជ្ជារួចហើយថ្ងៃថ្មីមួយទៀតក៏បានចូលមកដល់បារូភ្ញាក់ពីគេងហើយឆ្លោះកញ្ចក់មើលរាងកាយខ្លួនឯងវាមានរយៈពេលប៉ុន្មានថ្ងៃហើយតាំងពីគេមកនៅក្នុងនេះគេគិតថាប្រលឹងដើមរបស់ម្ចាស់ខ្លួននេះប្រហែលជាមិនវិលត្រឡប់មកវិញឡើយបន្ទាប់ពីការចាប់ជាថ្មីនេះគេក៏រៀបចំខ្លួនដើម្បីចេញទៅខាងក្រៅក្រោយពេលដែលបានញ៉ាំអាហារពេលព្រឹករួចរាល់អស់ហើយនោះគេដឹងថាចាប់តាំងពីភ្ញាក់ឡើងក្នុងរយៈពេល 1000 ឆ្នាំមកនេះគេមិនដែលបានសម្រាកស្រួលម្ដងណាឡើយរឿងរ៉ាវស្មុគស្មាញនៅតែកើតឡើងជារៀងរាល់ថ្ងៃទុកចិត្តខ្ញុំចោះអ្នកនិងខ្ញុំច្បាស់ជានឹងចង់ដឹងរឿងបន្តទៀតមិនខានមករួមដំណើរជាមួយខ្ញុំដើម្បីតាមដានជីវិតសិស្សសាលាដែលមមាញឹកនិងអាចកំបាំងនៃពួកបិសាចដែលកំពុងតែកើតឡើងចាប់តាំងពីគាត់បានកើតជាថ្មីមកពួកបិសាចទាំងនោះកាន់តែកាចសាហាវនិងវិវត្តខ្លួនខុសប្លែកពីធម្មតាដោយមិនដឹងមូលហេតុការយល់ឃើញនេះធ្វើឲ្យគាត់ត្រូវតែប្រញាប់ឡើងដើម្បីស្វែងរកការពិតនិងកម្ចាត់ការគំរាមកំហែងនេះឲ្យបានឆាប់បំផុតប៉ុន្តែគាត់ដឹងយ៉ាងច្បាស់ថាផ្លូវតែមួយគត់ដើម្បីសម្រេចគោលដៅនេះបានគឺត្រូវតែបង្រួមពួកគ្រូមន្តអាគមនិងអ្នកប្រើដាវប្រសិនបើគាត់ចង់កសាងកម្លាំងប្រយុទ្ធក្នុងលោកនេះឡើងវិញគាត់ត្រូវតែចាប់ផ្ដើមពង្រឹងមូលដ្ឋានគ្រឹះពីបាតក្រោមទៅនៅពេលដើរទៅកាន់ថ្នាក់រៀនគាត់បានឮសិស្សដទៃនិយាយដើមគាត់តែតួឯកយើងហាក់ធុញទ្រាន់នឹងរឿងមិនចេះចប់ទាំងនេះណាគាត់ពិតជាខកចិត្តនឹងការឆ្លោះប្រកែកគ្នាដែលគ្មានន័យរវាងក្រុមមន្តអាគមនិងក្រុមអ្នកប្រើដាវទើបគាត់សម្រេចចិត្តបង្កើតបកពួកខ្លួនឯងខណៈពេលកំពុងដើរស្រាប់តែដារីបញ្ឈប់សកម្មភាពភ្លាមជាមួយនឹងទឹកមុខដែលបង្ហាញពីការខឹងសម្បារយ៉ាងខ្លាំងគាត់បានឮអ្នកដទៃខ្សឹបខ្សៀវអំពីអ្វីដែលគាត់បានធ្វើជាមួយគ្រូប៉ុន្តែគ្មាននរណាម្នាក់ហ៊ានចូលមកតតាំងនឹងគាត់ឡើយភាពភ័យខ្លាចបានធ្វើឲ្យពួកគេនឹងស្ងៀមហើយបើកផ្លូវឲ្យគាត់ដើរដោយមិនហ៊ានសួរដេញដោលអ្វីទាំងអស់នៅពេលចូលដល់ក្នុងថ្នាក់ Caris បានស្វាគមន៍គាត់យ៉ាងកក់ក្ដៅហើយថែមទាំងហៅគាត់ឲ្យមកអង្គុយក្បែរនាងទៀតផងទោះជាយ៉ាងណាអារម្មណ៍របស់គាត់កាន់តែអាក្រក់ទៅនៅពេលឃើញសិស្សដទៃនៅតែបន្តខ្សឹបខ្សៀវនិយាយដើមគាត់ក្នុងថ្នាក់ចាំមើលត្រង់នេះឲ្យច្បាស់ព្រោះសិស្សក្នុងថ្នាក់គិតថាការបង្រួបបង្រួមមន្តអាគមនឹងដាវគឺជារឿងមិនអាចទៅរួចរហូតដល់ភាពអត់ធន់របស់គាត់បានអស់គាត់ក៏ក្រោកឈរឡើងហើយបញ្ជាឲ្យពួកគេទាំងអស់គ្នានៅស្ងៀមភ្លាមពួកគេធ្វើដូចជាគ្មានរឿងអ្វីកើតឡើងដែលធ្វើឲ្យគាត់ខឹងយ៉ាងខ្លាំងប៉ុន្តែគាត់ព្យាយាមសម្រួលអារម្មណ៍ឲ្យស្ងប់វិញ Caris បានលួងលោមគាត់ថាមិនមែនសិស្សទាំងអស់សុទ្ធតែអាក្រក់នោះទេហើយសូមឲ្យគាត់កុំទាន់អស់សង្ឃឹមអីនាងនឹកឃើញសកម្មភាពរបស់គាត់ហើយជឿជាក់ថាអ្វីដែលគាត់ធ្វើទាំងអស់នេះគឺគ្រាន់តែចង់ឲ្យខ្លួនឯងមានភាពលេចធ្លោប៉ុណ្ណោះគ្រូបានដើរចូលមកកាត់ផ្តាច់ភាពតានតឹងហើយប្រកាសថានឹងបន្តមេរៀនដែលបានផ្អាកដោយសារការវាយប្រហារពីពួកបិសាចលោកគ្រូបានសម្ដែងការរំពឹងទុកថាសិស្សគ្រប់រូបនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីរៀនសូត្រឲ្យទាន់កម្មវិធីសិក្សាគាត់ចាប់ផ្ដើមពន្យល់អំពីសារៈសំខាន់នៃស្ថាប័នធំៗពីរគឺសាលាមន្តអាគមមជ្ឈិមនិងក្រុមប្រឹក្សាអ្នកប្រើដាវកំពូលស្ថាប័នទាំងពីរនេះមានឥទ្ធិពលយ៉ាងខ្លាំងមកលើសង្គមហើយថែមទាំងជាអ្នកកំណត់ឋានៈរបស់មនុស្សម្នាក់ៗទៀតផងដារីមានអារម្មណ៍ធុញទ្រាន់ជាខ្លាំងដែលត្រូវមកស្ដាប់រឿងដដែលទាំងនេះតាំងពីព្រលឹមស្រាងបែបនេះប៉ុន្តែគ្រូនៅតែបន្តពន្យល់ថាដោយសារពួកគេជាអ្នកមន្តអាគមពួកគេស្ថិតនៅក្រោមសាលាមន្តអាគមមជ្ឈិមដែលពោពេញដោយអ្នកមានសមត្ថភាពគាត់បានបញ្ជាក់ថារដ្ឋាភិបាលបានផ្ដល់ឯកសិទ្ធិពិសេសជាច្រើនដល់ពួកមន្តអាគមដោយសារតែពួកគេមានឋានៈខ្ពង់ខ្ពស់នៅពេលមេរៀនបន្តទៅមុខដារីចាប់ផ្ដើមយល់កាន់តែច្បាស់ថាហេតុអ្វីបានជាមន្តអាគមនិងអ្នកប្រើដាវមានអំណាចខ្លាំងម្ល៉េះកម្លាំងរបស់ពួកគេធ្វើឲ្យមនុស្សគ្រប់គ្នាគោរពកោតសរសើរហើយឥទ្ធិពលរបស់ពួកគេធ្វើឲ្យគ្មាននរណាហ៊ានចូលមកជំទាស់ឡើយអ្នកទាំងអស់គ្នាប្រហែលជាឆ្ងល់ដូចខ្ញុំដែរមែនទេថាតើគាត់នឹងតស៊ូប្រឆាំងនឹងអំណាចដ៏ធំធេងនេះដោយរបៀបណាទោះបីជាដឹងពីកម្លាតនៃអំណាចនេះក៏ដោយក៏គាត់មិនបោះបង់ចោលបំណងប្រាថ្នារបស់ខ្លួនឯងចោលដែរបន្ទាប់ពីចប់ម៉ោងរៀនគាត់ក៏មិនបង្អង់យូរដែរហើយបានចាប់ផ្ដើមបបួលសិស្សដទៃទៀតឲ្យមកចូលរួមក្នុងបកពួករបស់គាត់ Caris ដែលនៅក្បែរនោះបានព្យាយាមជួយជ្រោមជ្រែងគាត់ទោះបីជានាងមានអារម្មណ៍អៀនខ្មាស់ខ្លះក៏ដោយគាត់បានសួរនាងដើម្បីឲ្យប្រកាសថាតើនាងពិតជាចង់ចូលរួមមែនទេព្រោះសាលាមន្តអាគមមជ្ឈិមនឹងដេញតាមពួកគេមិនខាន Caris បានផ្ដល់ទំនុកចិត្តដល់គាត់ភ្លាមដោយបញ្ជាក់ថាបើគ្មានការបង្វឹកពីគាត់ទេនាងប្រហែលជាត្រូវគេបណ្ដេញចេញបាត់ទៅហើយនាងបានប្រកាសយ៉ាងមុតមមថានាងនឹងដើរតាមគាត់ជានិច្ចមិនថាមានរឿងអ្វីកើតឡើងនៅថ្ងៃអនាគតនោះទេសម្ដីដ៏មានអត្ថន័យនេះបានធ្វើឲ្យ Daria រំភើបចិត្តយ៉ាងខ្លាំងប៉ុន្តែ Caris ក៏បានសម្ដែងការព្រួយបារម្ភអំពី Flame ផងដែរនាងបានរុញ Flame ចេញបន្តិចព្រោះបារម្ភថាការនៅក្បែរពួកគេនឹងធ្វើឲ្យប៉ះពាល់ដល់ឋានៈជាសិស្សរបស់គេប៉ុន្តែ Flame មិនខ្វល់ខ្វាយអ្វីឡើយ
ហើយបែរជាដើរទៅរកសិស្សដទៃទៀតដើម្បីជួយផ្សព្វផ្សាយពីបពុថ្មីនេះទៅវិញ Flame បានទទួលស្គាល់ការព្រួយបារម្ភរបស់ពួកគេប៉ុន្តែគេបញ្ជាក់ថាគេមិនបានខ្វល់ពីអំណាចអ្វីទាំងអស់គេដឹងថាការដាក់ទណ្ឌកម្មនឹងមកដល់មិនខានបន្ទាប់ពីគេចាញ់ Daria ប៉ុន្តែគេមិនមានការស្ទាក់ស្ទើរក្នុងការសម្រេចចិត្តឡើយ Daria មានអារម្មណ៍ធូរស្រាលប៉ុន្តែគាត់នៅតែមានមន្ទិលសង្ស័យថាតើមនុស្សតែ3នាក់អាចធ្វើអ្វីបានខ្លះទៅរំពេចនោះគំនិតមួយបានលេចឡើងគាត់ក៏បានស្នើឲ្យ Flame បញ្ជាឲ្យក្រុមអ្នកគាំទ្ររបស់គេមកចូលរួមជាមួយគ្នា Caris យល់ថាវាជាផែនការដ៏ឆ្លាតវៃប៉ុន្តែនាងបានរំលឹកគាត់អំពីគ្រោះថ្នាក់ដែលពួកគេកំពុងតែប្រឈមមុខនាងបានព្រមានថាការធ្លាក់ចូលទៅក្នុងជម្លោះរវាងស្ថាប័នធំៗទាំងពីរអាចបំផ្លាញជីវិតរបស់ពួកគេបានគ្រប់ពេលនាងបានដាស់តឿនឲ្យគាត់មានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាងនេះហើយ Daria ក៏បានយល់ព្រមតាមការណែនាំរបស់នាងនៅខណៈពេលនោះបុរសប្លែកមុខម្នាក់បានបង្ហាញខ្លួនហើយសួរថាតើក្រុមនេះជារបស់ Flame មែនដែរឬទេរឿងនេះកាន់តែជក់ចិត្តហើយចាំមើលថាតើបុរសម្នាក់នេះជាអ្នកណាឲ្យប្រកាសព្រោះគេបានបដិសេធថាមិនបានមកចូលរួមឡើយសួស្តីអ្នកទាំងអស់គ្នាមកមើលឈុតឆាកដ៏កក្រើកនៅពេលដែលពួកគេត្រូវបានចោទប្រកាន់ថាបំផ្លាញកេរ្តិ៍ឈ្មោះសាលាដោយសារទង្វើមិនគិតមកក្រោយតាមបញ្ជាផ្ទាល់របស់នាយកសាលាឲ្យចាប់ខ្លួនពួកគេភ្លាមបុរសទាំងនោះបានស្ទុះមកចាប់ Daria និង Caris អូសចេញទៅទាំងបង្ខំខណៈពេលកំពុងរើបំរាស់ Daria ប្រាប់ Caris កុំឲ្យបារម្ភស្របពេលនោះបុរសម្នាក់ទៀតបានខាត់ Fem ហើយសួរនាំពីការចូលរួមក្នុងរឿងឈួតនេះទោះបីជាមានការរំខានបន្តិចបន្តួចក៏ដោយក៏ទឹកមុខរបស់ Daria បែរជាបង្ហាញពីភាពរំភើបជំនួសឲ្យការខឹងសម្បារទៅវិញគាត់មិនបានចាត់ទុកវាជាបញ្ហាទេតែជាឱកាសមាសដើម្បីបានជួបមុខអ្នកដឹកនាំកម្ពុជារបស់សាលាដោយផ្ទាល់នៅក្នុងបន្ទប់នាយកសាលា Daria និង Fem នៅតែមានភាពស្ងប់ស្ងាត់ខណៈដែលទឹកមុខរបស់ Caris បង្ហាញពីភាពភ័យខ្លាចយ៉ាងច្បាស់នាយកសាលាបានថ្លែងអំណរគុណចំពោះការមកដល់របស់ពួកគេហើយបានណែនាំខ្លួនថាគាត់ឈ្មោះ Rudolph Angarel ក្នុងនាមជានាយកសាលាដ៏មានអំណាច Daria បានកត់សម្គាល់ឃើញចិញ្ចៀននៅលើម្រាមដៃរបស់បុរសចំណាស់នេះហើយសង្ស័យថាគាត់ជាគ្រូមន្តអាគមដោយភាពជឿជាក់ Daria បានសួរទៅកាន់នាយកសាលាត្រង់ៗថាតើលោកខឹងនឹងអ្វីដែលខ្ញុំបានធ្វើមែនទេសំណួរនេះបានធ្វើឲ្យបុរសម្នាក់ទៀតក្នុងបន្ទប់ខឹងសម្បារយ៉ាងខ្លាំងហើយបានស្រែកឲ្យគាត់នឹងស្ងៀមនិងឈប់សម្ដែងការមិនគោរពបែបនេះទៀតទោះជាយ៉ាងណានាយកសាលានៅតែរក្សាភាពស្ងប់ស្ងាត់ហើយបញ្យល់ថាគាត់ដឹងច្បាស់អំពីចំនួនដែលកំពុងកើតឡើងរវាងវិជាដាវនិងមន្តអាគមគាត់ចង់ឲ្យ Daria យល់ពីស្ថានភាពឲ្យច្បាស់ទើបគាត់លើកយកឧទាហរណ៍មកបញ្ជាក់ប្រាប់ថាអ្នកកាន់ដាវនិងគ្រូមន្តអាគមមិនដែលត្រូវគ្នានោះទេប៉ុន្តែទោះជាយ៉ាងណាភាគីទាំងពីរនៅតែអាចរក្សាសន្តិភាពបានរហូតមកដល់ពេលនេះនាយកសាលាបានសង្កត់ធ្ងន់ថាការរក្សាសុខដុមរមនាគឺជារឿងសំខាន់បំផុតប៉ុន្តែទង្វើរបស់ Daria កំពុងតែបំផ្លាញតុល្យភាពនៅក្នុងសាលាលើសពីនេះគាត់បានព្រមានថាភាពវឹកវរនេះអាចរីករាលដាលហួសពីសាលារៀននិងប៉ះពាល់ដល់ពិភពលោកទាំងមូលទៀតផងគាត់បានចាត់ទុក Daria ជាមនុស្សគ្រោះថ្នាក់ប៉ុន្តែ Daria មិនយល់ស្របទេគាត់អះអាងថាមន្តអាគមនិងវិជាដាវគ្រាន់តែជាឧបករណ៍ប៉ុណ្ណោះវាគ្រាន់តែជាមធ្យោបាយសម្រាប់ប្រយុទ្ធជាមួយបិសាចនិងការពារមនុស្សជាតិក្នុងទស្សនៈរបស់គាត់វារឿងគួរឲ្យអស់សំណើចណាស់ដែលយករបស់ទាំងនេះមកបង្កើតជាស្ថាប័នអំណាចហើយបន្ទាប់មកនាំគ្នាខ្លាចមិនហ៊ានប្រឈមមុខនឹងវានៅពេលឮពាក្យសម្ដីដ៏ក្លាហានបែបនេះពួកគ្រូបង្រៀនស្ទើរតែទប់កំហឹងមិនជាប់ទៅហើយប៉ុន្តែមុននឹងពួកគេអាចឆ្លើយតបទ្វារក៏ត្រូវបានរុញបើកយ៉ាងខ្លាំងព្រមជាមួយសិស្សម្នាក់ដែលរត់ចូលមកទាំងដង្ហក់ពួកគ្រូមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការរំខាននេះហើយបានទាមទារឲ្យមានការបញ្យល់ជាបន្ទាន់សិស្សឆ្នាំទី1ម្នាក់ក្នុងស្ថានភាពភ័យស្លន់ស្លោបានប្រាប់ពួកគេថាមិត្តរួមថ្នាក់របស់គេដែលនៅឯវាលភក់ក្បែរសាលារៀនកំពុងត្រូវបានវាយប្រហារដោយបិសាចយក្សសម្ដីរបស់គេបានធ្វើឲ្យមនុស្សគ្រប់គ្នានៅក្នុងបន្ទប់នោះស្រឡំកាំងនិងមានការតក់ស្លុតយ៉ាងខ្លាំងគេបានបន្តទៀតថាគេអាចគេចខ្លួនរួចទាំងប្រផិតប្រភើយប៉ុន្តែមិត្តរួមថ្នាក់របស់គេនៅតែជាប់គាំងនិងកំពុងរត់គេចដើម្បីរស់ក្នុងស្ថានភាពដ៏គ្រោះថ្នាក់នេះគេបានអង្វរគ្រូឲ្យជួយពួកគេដោយមិនបងអង្គយូរ Daria ក៏បានបែកខ្នងហើយដើរសំដៅទៅមាត់ទ្វារកូនចៅម្នាក់របស់នាយកសាលាបានស្ទុះទៅខាត់គាត់ហើយសួរនាំដោយកំហឹងថាតើឯងចង់ទៅណាជាមួយនឹងទឹកមុខដ៏មឹងម៉ាត់ Daria បានឆ្លើយតបយ៉ាងខ្លីថាគាត់នឹងទៅជួយសិស្សឆ្នាំទី1មិត្តភ័ក្តិរបស់គាត់មានអារម្មណ៍ធូរស្រាលនៅពេលឃើញការបដិញ្ញាចិត្តរបស់គាត់ប៉ុន្តែកូនចៅម្នាក់នោះនៅតែជជែកឲ្យគាត់ឈប់ដោយអាងថាសិស្សដែលគ្មានបទពិសោធន៍ដូចគាត់នឹងធ្វើឲ្យរំខានដល់កិច្ចខិតខំប្រឹងប្រែងរបស់គ្រូដែលមានជំនាញច្បាស់លាស់ដែលកំពុងរៀបចំខ្លួនទៅដោះស្រាយស្ថានភាពលើបែបនេះ Daria លែងទ្រាំទៀតហើយគាត់បានប្រកាសយ៉ាងខ្លាំងថានៅក្នុងសាលានេះទាំងមូលគ្មាននរណាម្នាក់ខ្លាំងជាងគាត់ឡើយដោយសារខឹងនឹងភាពក្រអឺតក្រទមនេះគ្រូបង្រៀនបានបញ្ជាឲ្យគាត់នៅស្ងៀមហើយគិតពីសម្ដីខ្លួនឯងឡើងវិញជាជាងការមកអួតអាងបែបនេះ Daria ដែលអស់ភាពអត់ធ្មត់បានតបវិញយ៉ាងចាស់ដៃគាត់និយាយថាបើអស់លោកបារម្ភពីរឿងអំណាចជាជាងសុវត្ថិភាពសោះនោះអស់លោកមិនសមនឹងគេហៅថាជាគ្រូបង្រៀននោះទេសម្ដីនេះបានធ្វើឲ្យមនុស្សពេញមួយបន្ទប់ធ្លាក់ក្នុងភាពស្ងៀមស្ងាត់ស្រាប់តែរីម៉ាបានបោះជំហានទៅមុខ
ហើយនិយាយថាគាត់យល់ពីអារម្មណ៍មូម៉ៅរបស់គ្រូចំពោះចរិតរបស់ដារីយ៉ាទោះជាយ៉ាងណាគាត់បានអះអាងយ៉ាងច្បាស់ថាដារីយ៉ាពិតជាមនុស្សដែលខ្លាំងបំផុតនៅក្នុងសាលានេះសូម្បីតែពួកគ្រូក៏មិនអាចប្រៀបបានដែរការអះអាងនេះធ្វើឲ្យគ្រូដទៃទៀតមិនចង់ជឿទាល់តែសោះនាយកសាលាក៏ចាប់អារម្មណ៍ហើយសួរទៅរីម៉ាត្រង់ថាតើឯងចង់មានន័យថាដារីយ៉ាខ្លាំងជាងយើងទៅទៀតមែនទេរីម៉ាបានរុញរាមួយផ្លែតប៉ុន្តែទីបំផុតក៏បានបញ្ជាក់យ៉ាងច្បាស់ភាពញាក់ផ្អើលកាន់តែខ្លាំងបានកើតឡើងនៅពេលនាយកសាលាក្រោកពីកៅអីរួចអោនក្បាលនិងសុំឲ្យដារីយ៉ាជួយសង្គ្រោះសិស្សទាំងអស់នោះពួកគ្រូដទៃទៀតមិនអាចទទួលយកបានទេចំពោះការផ្លាស់ប្ដូរដែលមិននឹកស្មានដល់នេះប៉ុន្តែនាយកសាលានៅតែប្រកាន់ជំហរដដែលគាត់បានទទួលស្គាល់ថាពួកបិសាចកំពុងតែខ្លាយជាខ្លាំងក្លាខុសពីធម្មតាហើយសារភាពថាពួកគេពិតជាត្រូវការកម្លាំងរបស់ដារីយ៉ាមែនដារីយ៉ាមានការភ្ញាក់ផ្អើលបន្តិចព្រោះពីដំបូងគាត់ស្មានថានាយកសាលាមានគំនុំជាមួយគាត់ប៉ុន្តែបុរសចំណាស់បានបញ្ជាក់ច្បាស់ថាអ្វីដែលគាត់បានធ្វើគឺគ្រាន់តែដើរតាមគោលការណ៍រួមរបស់សាលាតែប៉ុណ្ណោះតាមពិតទៅគាត់មិនមានការស្អប់ខ្ពើមអ្វីនឹងដារីយ៉ាឡើយនៅពេលឮបែបនេះស្នាមញញឹមបានលេចឡើងនៅលើទឹកមុខរបស់ដារីយ៉ាហើយមិត្តភ័ក្តិរបស់គាត់ក៏មានអារម្មណ៍ធូរស្រាលដូចគ្នានាយកសាលាបានទទួលខុសត្រូវទាំងស្រុងលើការសម្រេចចិត្តនេះហើយបានធានាថាគាត់នឹងបញ្ជូនគ្រូដែលមានជំនាញទៅជួយបន្ថែមគាត់ក៏បានណែនាំដារីយ៉ាកុំឲ្យបង្ខំខ្លួនឯងខ្លាំងពេកបន្ទាប់ពីរៀបចំរួចរាល់ដារីយ៉ាក៏បានចាក់ចេញទៅដោយក្តីជឿជាក់ចាំមើលជាមួយខ្ញុំទាំងអស់គ្នាតើដំណើរផ្សងព្រេងរបស់ដារីយ៉ានឹងទៅជាយ៉ាងណាខណៈគ្រូនៅតែឈរងឿងឆ្ងល់ពីសមត្ថភាពពិតរបស់គេតោះមកមើលទាំងអស់គ្នាពេលនេះនាយកសាលាសម្រេចចិត្តបញ្ចប់ចំនួនដ៏ល្ងងខ្លៅរវាងវេទមន្តនិងវិជ្ជាដាវឲ្យអស់ពីពិភពលោកវិជ្ជាទាំងពីរត្រូវតែរួបរวมគ្នាខណៈដែលដារីយ៉ានិងមិត្តភ័ក្តិកំពុងធ្វើដំណើរទៅកាន់តំបន់វាលភូតាមការរំលឹករបស់ហ្វ្លាមពួកគេដឹងថាបិសាចដែលកំពុងតាមរោគជាយក្សដ៏ធំសម្បើមហើយស្នាមជើងក្នុងភក់ក៏ជួយឲ្យពួកគេតាមដានបានយ៉ាងងាយដារីយ៉ាយល់ថាវាជាដំរុយដ៏ល្អប៉ុន្តែមិនទាន់ទាំងនិយាយចប់ផងស្រាប់តែលោកដកដាវចេញយ៉ាងលឿនបំផុតមកហើយពួកបិសាចជាច្រើនបានស្ទុះចេញពីទឹកសម្ដៅទៅរកការីសដែលកំពុងតែភ្លេចខ្លួនត្រៀមចាំមើលទាំងអស់គ្នាភ្លាមនោះហ្វេមនិងដារីយ៉ាបានស្ទុះទៅការពារនាងភ្លាមព្រមទាំងប្រាប់ឲ្យនាងប្រុងប្រយ័ត្នបំផុតខណៈដែលហ្វេមចេញមុខមុនគេបានឈររារាំងពីមុខយ៉ាងក្លាហានហើយនៅពេលដែលពួកបិសាចសម្រុកចូលមកគេក៏ទប់ទល់ការវាយប្រហារបានយ៉ាងស្រួលការកាប់តែប៉ុន្មានដាវក៏បានផ្ដាច់ជីវិតពួកវាអស់គេត្រូវតែប្រញាប់ទៅជួយសិស្សដទៃទៀតឲ្យទាន់ពេលវេលាដោយមិនបង្អង់ឡើយ Karis ញាប់ញ័រនឹងសមត្ថភាពរបស់គេប៉ុន្តែ Daria មិនភ្ញាក់អោទេព្រោះនេះជាកម្រិតធម្មតាសម្រាប់អ្នកពូកែដូចជាគេការត្រូវគេហៅថាជាទេពកោសលធ្វើឲ្យ Fame អន់ចិត្តបន្តិចព្រោះគេដឹងខ្លួនច្បាស់ថាកម្លាំងរបស់ខ្លួននៅចាញ់ Daria ឆ្ងាយណាស់នៅពេលដែលបិសាចមួយទៀតលូតចូលមក Fame ក៏បានកម្ចាត់វាចោលភ្លាមដោយគ្មានការលំបាកអ្វីបន្តិចឡើយគេបដិញ្ញាចិត្តថានឹងជួយសិស្សក្នុងបណ្ឌិតសភាឲ្យអស់ពីសមត្ថភាពចំណែក Daria ក៏លួចអស់សំណើចនិងភាពជឿជាក់របស់គេដែរ Daria ប្រាប់ Karis ថាថ្ងៃនេះ Fame មើលទៅសង្ហាខុសពីធម្មតារួចក៏ងាកមកបដោតលើបេសកកម្មរបស់ខ្លួនវិញពួកគេបានបន្តដំណើរតាមដានស្នាមជើងកាន់តែជ្រៅទៅក្នុងវាលភក់ប៉ុន្តែ Daria ស្រាប់តែមានអារម្មណ៍មិនសូវស្រួលក្នុងចិត្តគេឆ្ងល់ថាហេតុអ្វីបានជាមានការបង្រៀននៅក្នុងកន្លែងគ្រោះថ្នាក់បែបនេះបើទោះបីជាបិសាចទាំងនោះមិនមែនជាបញ្ហាសម្រាប់ពួកគេក៏ដោយប៉ុន្តែសម្រាប់សិស្សធម្មតាវិញគឺច្បាស់ជាគ្មានផ្លូវតតាំងបានឡើយរួចហើយ Fame ក៏បានរៀបរាប់ប្រាប់ពីមូលហេតុពិតប្រាកដគេប្រាប់ថានៅទីនេះមានទឹកមន្តម្យ៉ាងហៅថា Miracle Water ដែលគេយកទៅប្រើដើម្បីផលិតអាវុធឲ្យមានគុណភាពខ្ពស់បំផុតជារៀងរាល់ឆ្នាំផ្នែកវិទ្យាដាវនិងផ្នែកវេទមន្តតែងតែបើកថ្នាក់រួមគ្នាដើម្បីប្រកួតប្រជែងគ្នាក្នុងការដណ្ដើមយកទឹកមន្តនេះ Flam ស្មានថា Daria ច្បាស់ជាធ្លាប់ចូលរួមក្នុងព្រឹត្តិការណ៍នេះកាលពីឆ្នាំមុនមិនខនប៉ុន្តែ Daria បែរជាមិនចាំអ្វីសោះគេមិនចង់គិតច្រើនក៏បន្តដំណើរទៅមុខទៀតខណៈដែល Fame ពន្យល់បន្ថែមថាគ្រូបង្រៀនបានហាមមិនឲ្យសិស្សចូលជ្រៅពេកឡើយប៉ុន្តែដោយសារតែភាពលោភលន់ចង់បានទឹកមន្ត Miracle Water ច្រើនពេកបានធ្វើឲ្យពួកគេហ៊ានចូលទៅក្នុងតំបន់គ្រោះថ្នាក់បំផុតអ្នកដឹងទេពេលខ្លះភាពលោភលន់នាំមកនូវគ្រោះមហន្តរាយហើយ Daria ក៏សង្ស័យថាមានរឿងមិនល្អកំពុងកើតឡើងនៅទីនេះពួកបិសាចចាប់ផ្ដើមមានកម្លាំងខ្លាំងខុសពីធម្មតាដែលធ្វើឲ្យស្ថានភាពបច្ចុប្បន្ននេះកាន់តែគ្រោះថ្នាក់ខ្លាំងជាងរាល់ដងទៅទៀតនៅពេលដែលពួកគេកំពុងតែប្រញាប់ទៅមុខស្រាប់តែកងទ័ពបិសាចវាលភក់បានលេចមុខមកយ៉ាងច្រើនសន្ធឹកសន្ធាប់តែម្ដង Karis បង្ហាញពីការបារម្ភចំពោះចំនួនសត្រូវដ៏ច្រើនលើសលប់ប៉ុន្តែ Daria បែរជាញញឹមរួចស្ទុះទៅមុខយ៉ាងលឿនស្លេវគេប្រាប់ឲ្យមិត្តភ័ក្តិចាំមើលបន្តិចសិនគ្រាន់តែមួយប៉ព្រិចភ្នែកគេក៏បានកាប់សម្លាប់ពួកបិសាចជាច្រើនគ្មានសល់ម្នាក់ឡើយមិនត្រឹមតែវិជាដាវទេថាមពលវេទមន្តដ៏ខ្លាំងក្លាក៏បានផ្ទុះឡើងកំទេចពួកវាឲ្យរលីបាត់រូបត្រឹមតែមួយរំពេចប៉ុណ្ណោះគេមិនបានបន្ថយល្បឿនឡើយការវាយប្រហារនីមួយៗគឺចំគោលដៅល្អណាស់រហូតដល់កងទ័ពបិសាចត្រូវវិនិច្ឆ័យអស់ទាំងស្រុងការប្រយុទ្ធបានបញ្ចប់ដោយបន្សល់ទុកតែសាកសពបិសាចរីឯនៅកន្លែងផ្សេងវិញសិស្សដែលរងរបួសកំពុងតែរត់គេចខ្លួនយ៉ាងត្រហេបត្រហប់ពួកគេឆ្ងល់ថាហេតុអ្វីបានជាត្រូវបិសាចយក្សតាមប្រមាញ់បែបនេះខណៈដែលផ្លូវរត់គេចរបស់ពួកគេបានមកដល់ផ្លូវទាល់បាត់ទៅហើយគ្មានកន្លែងត្រូវរត់ទៀតទេភាពភ័យខ្លាចបានគ្របដណ្ដប់លើពួកគេគ្រប់គ្នានៅពេលដែលបិសាចយក្សកាន់តែខិតជិតចូលមកដល់
ពួកបិសាចដ៏គួរឲ្យខ្លាចបានលើកញញួរដ៏ធំរបស់វាឡើងដើម្បីត្រៀមនឹងវាយកំទេចសិស្សស្រីម្នាក់ដែលកំពុងតែអស់សង្ឃឹមនៅវិនាទីចុងក្រោយដារីយ៉ាបានមកដល់ទាន់ពេលរួចប្រើដាវរបស់គេរារាំងការវាយប្រហាររបស់ញញួរយក្សនោះយ៉ាងអស្ចារ្យបំផុតគេបានសង្គ្រោះជីវិតសិស្សទាំងអស់ពីសេចក្តីស្លាប់ធ្វើឲ្យគ្រប់គ្នាស្រឡំកាំងមើលមកដារីយ៉ាដែលកំពុងប្រឈមមុខនឹងបិសាចដោយការបដិញ្ញាចិត្តយ៉ាងមុតមមគេសម្រេចចិត្តថាត្រូវតែបញ្ចប់ភាពវឹកវរដែលបង្កឡើងដោយបិសាចយក្សមួយនេះឲ្យខាំងតែបានជាសំណាងល្អសិស្សនិងគ្រូទាំងអស់គ្រាន់តែរងរបួសស្រាលប៉ុណ្ណោះគឺមិនមាននរណាម្នាក់ត្រូវបាត់បង់ជីវិតឡើយដារីយ៉ាញញឹមដោយភាពជឿជាក់គេដឹងថាគ្រាន់តែត្រូវការកម្ចាត់មេខ្លោងនេះចោលបញ្ហាទាំងអស់នឹងត្រូវដោះស្រាយរួចរាល់ប៉ុន្តែបិសាចនោះបានស្រែកយ៉ាងខ្លាំងរួចគ្រវីញញួរយក្សបោកបក់ពេញទីកន្លែងបង្កជាកម្លាំងវាយប្រហារដ៏គួរឲ្យរន្ធត់បំផុតគ្រប់គ្នាបានត្រឹមតែឈរមើលដារីយ៉ាទប់ទល់នឹងស្ថានភាពនេះយ៉ាងរឹងមាំខណៈដែលមានសិស្សម្នាក់ស្រាប់តែនិយាយឌឺដងដាក់គ្នាសិស្សនោះអួតអាងថាវិជាដាវគឺខ្លាំងជាងវេទមន្តព្រោះពួកគ្រូមន្តអាគមគឺគ្មានប្រយោជន៍ទាល់តែសោះក្នុងការប្រយុទ្ធបែបនេះនៅពេលឮសម្ដីអួតអាងបែបនេះដារីយ៉ាក៏សួរដាវចូលស្រោមវិញរួចងាកមកប្រមានសិស្សម្នាក់នោះឲ្យឈប់និយាយផ្ដេសផ្ដាស់គេឈប់ខ្វល់ពីបិសាចមួយផ្លែតហើយប្រាប់ទៅកាន់ក្រុមសិស្សថាទាំងវិជាដាវនិងវេទមន្តសុទ្ធតែមានតម្លៃស្មើគ្នាទាំងអស់មិនថាអ្នករើសផ្លូវមួយណានោះទេសំខាន់គឺអ្នកត្រូវចេះប្រើប្រាស់សមត្ថភាពដែលមានឲ្យចំគោលដៅនិងមានប្រសិទ្ធភាពបំផុតមិនទាន់និយាយចប់ផងបិសាចយក្សបានលួចវាយប្រហារពីក្រោយប៉ុន្តែដារីយ៉ាក៏មិនបានរារាក់ក្នុងការប្រើវេទមន្តតបតវិញដែរកម្លាំងវេទមន្តដ៏មហិមាបានផ្ទុះឡើងធ្វើឲ្យគ្រប់គ្នាស្រឡំកាំងហើយជឿជាក់ចោះថារឿងរ៉ាវបន្ទាប់ច្បាស់ជាកាន់តែអស្ចារ្យជាងនេះទៅទៀតមកអ្នកទាំងអស់គ្នាតាមដានជាមួយខ្ញុំមកមើលថាតើគ្រូដែលខ្លាំងពិតប្រាកដគេបង្រៀនសិស្សយ៉ាងម៉េចទាំងមន្តអាគមនិងក្បាច់ដាវត្រូវប្រើរួមគ្នាដើម្បីជំនះឧបសគ្គរួចគាត់ក៏បែរទៅរកសិស្សដែលអួតអាងនោះហើយបញ្ជាឲ្យមើលឲ្យច្បាស់គាត់ចង់បង្ហាញពីរបៀបប្រយុទ្ធពិតប្រាកដដោយប្រើជំនាញទាំងពីរព្រោះមុននឹងចង់បានអំណាចគឺត្រូវអភិវឌ្ឍខ្លួនឯងជាមុនសិនបន្ទាប់ពីបញ្យល់ចប់ដារីយ៉ាក៏ហៅសិស្សច្បងរបស់គាត់ឲ្យចូលមកជួយក្នុងការប្រយុទ្ធនេះភ្លាមនោះហ្វ្លីមក៏លេចខ្លួនឡើងនៅពីក្រោយបិសាចយ៉ាងលឿនរួចវាយសម្រុកយ៉ាងខ្លាំងទៅលើវាការវាយប្រហារយ៉ាងសាហាវនេះបានធ្វើឲ្យឈាមបាញ់ចេញពីខ្លួនបិសាចពេញដីរហូតធ្វើឲ្យវាកាន់តែខឹងខ្លាំងជាងមុនបិសាចចាប់ផ្ដើមវាយបកមកវិញយ៉ាងសាហាវសូម្បីតែអ្នកខ្លាំងដូចជាហ្វ្លីមក៏ដារីយ៉ាមើលឃើញថាមានការលំបាកដែរឥឡូវអ្នកទាំងអស់គ្នាមើលត្រង់នេះឲ្យច្បាស់នេះហើយជាពេលដែលដារីយ៉ាបញ្ចេញមន្តអាគមខ្សែពួរពណ៌ស្វាយរបស់គាត់ខ្សែពួរនោះបានរុំព័ទ្ធខ្លួនបិសាចដ៏ធំដែលនេះគឺជាមេរៀនមួយទៀតសម្រាប់សិស្សានុសិស្សទាំងអស់ការបូកបញ្ចូលគ្នារវាងដាវនិងមន្តអាគមនាំមកនូវជ័យជំនះខណៈពេលបិសាចត្រូវបានចងជាប់ហ្វ្លីមក៏ឆ្លៀតឱកាសនេះភ្លាមគាត់បានវាយសម្រុកយ៉ាងលឿននិងចំគោលដៅធ្វើឲ្យបិសាចរងរបួសកាន់តែធ្ងន់រហូតដល់វាដួលសន្លប់បាត់បង់ជីវិតនៅពេលបិសាចដួលទៅលើដីដារីយ៉ាក៏ឆ្លៀតឱកាសនេះរំលឹកមេរៀនដល់សិស្សរបស់គាត់បន្ថែមទៀតគាត់ចង់ឲ្យសិស្សយល់ពីតម្លៃនៃកិច្ចសហការចំណែកឯការីសក៏មកដល់ហើយប្រាប់ថាគាត់បានព្យាបាលអ្នករបួសរួចរាល់ហើយនៅពេលដែលគ្រប់គ្នាមានសុវត្ថិភាពសិស្សនិងគ្រូដទៃទៀតក៏ចាប់ផ្ដើមចាកចេញពីតំបន់វាលភុកនោះដារីយ៉ាបានអរគុណនាងហើយខណៈពេលរៀបចំចាកចេញការីសក៏សម្លឹងមើលសាកសពបិសាចនោះយ៉ាងយកចិត្តទុកដាក់ហ្វ្លីមបានបញ្ជាក់ថាវាគឺជាបិសាចយក្សដែលពួកគេកំពុងតាមរកពិតមែនដែលធ្វើឲ្យការីសនឹកឃើញរឿងព្រេងមួយនាងបានរំលឹកពីដំណោលបុរាណអំពីយក្សអប់ដែលជាសត្វដ៏សាហាវធ្លាប់គ្រប់គ្រងទឹកដីនេះពីមុនមកតាមរឿងព្រេងវាកាន់ដំបងយក្សពីរហើយមិនដែលចាញ់អ្នកណានៅក្នុងដែនដីរបស់វាឡើយប៉ុន្តែនាងនៅតែឆ្ងល់ម្យ៉ាងអ្នកទាំងអស់គ្នាដឹងស្រាប់ហើយក្នុងរឿងបែបនេះបើឆ្ងល់អីមួយច្បាស់ជាមានរឿងមិនល្អកើតឡើងមិនខានទឹកមុខដារីយ៉ាក៏ប្រែជាអាប់អួរគាត់មានអារម្មណ៍ថាមិនស្រួលសោះហើយនៅពេលដែលគាត់ហៀបនឹងនិយាយស្រាប់តែសាកសពបិសាចនោះកម្រើកឡើងហ្វ្លីមបានប្រាប់គ្រប់គ្នាឲ្យប្រយ័ត្នខណៈដែលបិសាចចាប់ផ្ដើមក្រោកឈរឡើងវិញធ្វើឲ្យសិស្សានុសិស្សភ័យស្លន់ស្លោជាខ្លាំងលើកនេះបិសាចបានបង្ហាញរូបរាងថ្មីដ៏គួរឲ្យខ្លាចបំផុតដោយវាបានលើកដំបងយក្សទាំងពីរឡើងទៅលើមេឃថាមពលពណ៌ស្វាយដ៏ចម្លែកបានភាយចេញពីខ្លួនវាដែលធ្វើឲ្យបរិយាកាសជុំវិញនោះប្រែជាត្រជាក់ស្រាញតែម្ដងអបដ៏ក្រាស់បានបាញ់ចេញពីមាត់របស់វារួមជាមួយភ្នែកពណ៌ក្រហមឆ្អៅដែលគួរឲ្យខ្លាចបំផុតហ្វ្លីមបានបាំងមុខរបស់គាត់រួចក៏ដឹងថាអបនេះមិនមែនជាថ្នាំពុលទេវាគ្រាន់តែជាផ្សែងបាំងភ្នែកប៉ុណ្ណោះប៉ុន្តែនៅពេលដែលអោបកាន់តែក្រាស់ពួកគេមើលអ្វីមិនឃើញឡើយដែលធ្វើឲ្យគ្រប់គ្នាមានការព្រួយបារម្ភកាន់តែខ្លាំងទោះបីជាស្ថិតក្នុងស្ថានភាពពិបាកមើលបែបនេះក៏ដោយក៏ដារីយ៉ានៅតែរក្សាភាពស្ងប់ស្ងាត់ហើយបញ្ជាឲ្យគ្រប់គ្នាត្រៀមខ្លួនភ្លាមនោះបិសាចយក្សក៏ស្ទុះមករកគាត់យ៉ាងលឿនជាមួយនឹងកម្លាំងថ្មីដ៏ខ្លាំងក្លាដែលមិនធ្លាប់មានពីមុនការវាយប្រហារនេះខ្លាំងណាស់ប៉ុន្តែដារីយ៉ាអាចទប់ទល់បានទាន់ពេលវេលាខណៈដែលពួកគេសម្លឹងមើលមកគ្នាអ្នកទាំងអស់គ្នាជឿខ្ញុំចោះការប្រយុទ្ធវគ្គទី2នេះនឹងកាន់តែសាហាវមិនខានតោះទៅមើលបន្តជាមួយគ្នា